សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងបែបភ័យរន្ធត់ដ៏សាហាវព្រឺព្រួចមួយលើកយកមកធ្វើការបកស្រាយជូនអ្នកទាំងអស់គ្នាសន្តាប់ហើយបាទតាមដំណើរនៃសាច់រឿងមួយនេះគឺហ៊ានធានាថាល្អស្ដាប់ខ្លាំងដោយសារតែសាច់រឿងហ្នឹងពិតជាធ្វើឲ្យយើងមានការព្រឺព្រួចយ៉ាងខ្លាំងនៅពេលដែលយើងបានស្ដាប់នៅសាច់រឿងមួយនេះទាំងមូលហើយសាច់រឿងមួយនេះគឺមានចំណងជើងថាខ្មោចខុសទំនងគ្រូនៅធឿងយប់មួយដែលពុំមានពន្លឺព្រះច័ន្ទតតែសោះប៉ុន្តែបែរជាមានសម្លេងនៃសត្វខ្លាញ់ស្រាកំពុងតែស្រែកយំខ្វះខ្វានៅលើដំបូលខ្ទមចាស់មួយកន្លែងដែលស្ថិតនៅក្នុងព្រៃក្បែរភូមិខ្ទមចាស់មួយនោះគឺជាកម្មសិទ្ធិរបស់លោកយាយម្នាក់ដែលមានអាយុប្រមាណជាង57ឆ្នាំដែលគាត់មានឈ្មោះថាលោកយាយកឹមកំពុងតែធ្វើពិធីមួយនៅក្នុងខ្ទមរបស់គាត់ដោយសារតែមានអ្នកភូមិនឹងគឺមកពឹងពាក់គាត់ជួយធ្វើស្នេហ៍ឲ្យនាងព្រោះតែនាងលួចស្រឡាញ់នៅបុរសម្នាក់ដែលជាប្តីរបស់គេចឹងហើយបានជានាងទៅពឹងពាក់ឲ្យគាត់ជួយទៅដល់នាងហើយលោកយាយកឹមគាត់គឺជាគ្រូអាគមម្នាក់ដែលមិនប្រកាន់ថាណាគេមករកពឹងពាក់អ្វីនោះទេឲ្យតែឲ្យផលប្រយោជន៍ដល់គាត់ជាទីពេញចិត្តនោះគាត់នឹងជួយគេទាំងអស់ចឹងហើយបានជានៅក្នុងយប់នេះកំពុងតែធ្វើពិធីជួយទៅដល់នាងរីដែលកំពុងតែលួចស្រឡាញ់ប្តីរបស់គេនោះដើម្បីឲ្យប្តីរបស់គេនឹងមកចាប់ចិត្តជាមួយនាងវិញចឹងហើយបានជានាងមករកគាត់ទាំងយប់ដើម្បីឲ្យគាត់ជួយព្រោះអីបើសិនជានាងមកពេលថ្ងៃខ្លាចថានឹងមានអ្នកភូមិនឹងបានដឹងឮអំពីសាច់រឿងមួយនេះនេះហើយបានជានាងប្រថុយកាត់យប់កាត់អត្រាតមកកាន់ផ្ទះអ្នកគ្រូតែម្នាក់ឯងដើម្បីរកឲ្យអ្នកគ្រូជួយហើយអ្វីដែលអ្នកគ្រូចង់បាននាងក៏អាចប្រគល់ឲ្យអ្នកគ្រូបានផងដែរចឹងហើយបានជាយប់នេះអ្នកគ្រូសម្រាប់ចាត់ជួយធ្វើស្នេហ៍ឲ្យនាងតែម្ដងដោយប្រាប់ទៅកាន់នាងថាកុំបារម្ភអីបន្ទាប់ពីគាត់ធ្វើពិធីនេះរួចហើយប្តីរបស់គេច្បាស់ជាមកចាប់ចិត្តជាមួយនាងជាមិនខានគាត់សុំធានាថាគឺមិនអាចរួចខ្លួនពីដៃរបស់នាងឡើយតាមពិតទៅនាងរីនាងកំពុងតែអង្គុយភ័យឡើងញ័រខ្លួននៅពេលដែលបានឃើញអ្នកគ្រូកំពុងតែធ្វើពិធីដោយផ្ទាត់ភ្លេចណាមួយសំឡេងខ្លែងស្រែកយំពីខាងលើផងហើយណាមួយនៅពេលដែលនាងបានដឹងថាការធ្វើពិធីមួយនេះគឺជាការប្រើនៅវិញ្ញាណខ្មោចដើម្បីឲ្យទៅពង្វឹកបុរសដែលនាងកំពុងតែស្រឡាញ់នោះដើម្បីឲ្យមកស្រឡាញ់នាងវិញចឹងហើយបានជានាងហាក់ដូចជាមានការភ័យខ្លាចជាខ្លាំងនាងស្ទើរតែរត់ចេញទៅវិញម្ដងទៅហើយប៉ុន្តែដោយសារតែចិត្តទ្រាំអត់ធ្មត់ចំពោះការចង់បានប្តីរបស់គេនាងក៏នៅតែបន្តទ្រាំនៅទីនេះបន្តទៅទៀតចោះទោះបីជានាងមានការភ័យខ្លាចរហូតដល់បាក់រោមព្រឺឆឹងខ្នងយ៉ាងណាក៏ដោយក៏នាងនៅតែអាចទ្រាំបានដែរបន្ទាប់ពីពិធីត្រូវបានបញ្ចប់អ្នកគ្រូបានប្រាប់ឲ្យនាងឆាប់ត្រឡប់ទៅផ្ទះរបស់នាងវិញទៅមិនយូរនោះទេនាងនឹងទទួលបានលទ្ធផលហើយបុរសម្នាក់នោះច្បាស់ជាមករកនាងដោយខ្លួនឯងជាមិនខានចំណែកឯនាងរីនៅពេលដែលនាងបានឮអ្នកគ្រូនិយាយបែបនេះធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំងនាងក៏បានលាអ្នកគ្រូត្រឡប់ទៅផ្ទះវិញប៉ុន្តែនៅពេលដែលនាងត្រឡប់មកផ្ទះវិញតែម្នាក់ឯងនឹងនាងចេះតែមានអារម្មណ៍ថាភ័យនិងព្រឺឆឹងខ្នងដោយសារតែនាងបានធ្វើដំណើរពីផ្ទះអ្នកគ្រូត្រឡប់មកក្នុងភូមិវិញនឹងគឺពេលយប់ណាមួយនៅក្នុងព្រៃថែមទៀតធ្វើឲ្យនាងមានអារម្មណ៍ថាដូចជាមិនសូវស្រួលតទៅសោះចេះតែមានអារម្មណ៍ថាមានគេកំពុងតែតាមនាងពីក្រោយដូច្នេះហើយបានជានាងព្យាយាមដើរបណ្ដារត់បណ្ដាដើរបណ្ដារត់បណ្ដាហើយក៏បានងាកមើលទៅក្រោយផងដែរប៉ុន្តែហាក់ដូចជាមិនបានឃើញយ៉ាងណានោះទេនិយាយទៅបាត់ពិសោធន៍លើកនេះគឺធ្វើឲ្យនាងស្ទើរតែរាកនោមតែម្ដងប៉ុន្តែដោយសារតែនាងគ្មានវិធីអ្វីក្រៅតែពីវិធីមួយនេះចឹងគឺនាងមានតែប្រថុយនិងទ្រាំជាមួយភាពភ័យខ្លាចតែប៉ុណ្ណោះបើសិនជាចង់បានមនុស្សប្រុសដែលនាងស្រឡាញ់មករួមរស់នៅក្បែរជាមួយនាងនៅទីបំផុតនាងក៏បានចេញផុតពីព្រៃចូលមកក្នុងភូមិវិញដោយគ្មានអ្នកភូមិណាម្នាក់បានដឹងអំពីសាច់រឿងមួយនេះឡើយចំណែកឯរឿងរ៉ាវដែលនាងបានពឹងពាក់ទៅលើអ្នកគ្រូគឺមានតែរងចាំមើលតែប៉ុណ្ណោះថាតើអ្នកគ្រូពិតជាអាចជួយនាងបានឬក៏អត់មិនត្រឹមតែនាងនោះទេសូម្បីតែអ្នកភូមិផ្សេងទៀតដែលមានកិច្ចការងារមួយចំនួនឬក៏ត្រូវការពឹងពាក់លើអ្នកគ្រូដែលពាក់ព័ន្ធជាមួយនឹងផ្លូវងងឹតអីហ្នឹងគឺសុទ្ធតែទៅរកគាត់ឲ្យជួយទាំងអស់ហើយភាគច្រើនអ្នកដែលទៅពឹងពាក់គាត់គឺសុទ្ធតែទទួលបានអ្វីដែលពួកគេចង់បានចឹងហើយបានជាអ្នកគ្រូមានឈ្មោះរៀងល្បីដែរនៅក្នុងភូមិមួយនេះប៉ុន្តែតក់ត្រង់តែម្យ៉ាងតែប៉ុណ្ណោះគាត់គឺគ្រូអាគមម្នាក់ដែលមិនសូវជាល្អប្រមាណនោះទេគេឈ្មោះរបស់គាត់ដោយសារតែគាត់ទទួលធ្វើអំពើឲ្យគេមិនថាល្អឬអាក្រក់នោះទេឲ្យតែឲ្យអ្វីដែលគាត់ចង់បាននោះគាត់នឹងជួយភ្លាមដោយមិនប្រកែកឡើយខុសពីគ្រូអាគមដទៃផ្សេងទៀតបើសិនជាធ្វើទង្វើមិនល្អឬក៏ទង្វើអសិលធម៌គឺគេមិនធ្វើជាដាច់ខាតប៉ុន្តែអ្នកគ្រូនេះវិញគឺគាត់យល់ព្រមទទួលទាំងអស់ដែលធ្វើឲ្យប៉ះពាល់ទៅដល់អ្នកភូមិមួយចំនួនដែលត្រូវបានគាត់ធ្វើអំពើដាក់នោះចំណែកលោកមេភូមិគាត់ក៏បានដឹងដែរប៉ុន្តែគ្រាន់តែគាត់មិនដឹងថាធ្វើអ្វីទៅលើអ្នកគ្រូនោះបានឡើយ
បើសិនជាគាត់ចង់បណ្ដេញអ្នកគ្រូនោះឲ្យចេញឆ្ងាយពីភូមិក៏អាចនឹងត្រូវបានអ្នកគ្រូនោះធ្វើអំពើដាក់គាត់វិញក៏ថាបានដែរហេតុនេះហើយបានជាលោកមេភូមិគាត់ហាក់ដូចជាមានក្តីព្រួយបារម្ភជាខ្លាំងចំពោះសាច់រឿងមួយនេះគាត់មិនដឹងថាតើគួរនឹងដោះស្រាយរឿងមួយនេះដោយរបៀបណានោះទេពីមួយថ្ងៃទៅមួយថ្ងៃអ្នកភូមិជាច្រើនបាននាំគ្នាទៅរកអ្នកគ្រូជាបន្តបន្ទាប់ហើយអ្នកភូមិខ្លះក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺនិងស្លាប់បាត់បង់ជីវិតដោយមិនដឹងពីមូលហេតុផងដែរប៉ុន្តែការពិតទៅអ្នកភូមិហើយនឹងលោកមេភូមិនឹងគឺសុទ្ធតែដឹងពីមូលហេតុការស្លាប់អ្នកភូមិដែលនៅសុកស្រាប់តែធ្លាក់ខ្លួនឈឺហើយក៏ចាប់ផ្ដើមស្លាប់បាត់បង់ជីវិតបន្ទាប់ពីគេឈឺរយៈពេល3ថ្ងៃទៅ1សប្តាហ៍គាត់ដឹងថាច្បាស់ជាអ្នកគ្រូគឹមនោះជាអ្នកធ្វើអាជីពមិនខានព្រោះអីមានអ្នកខ្លះគឺមិនពេញចិត្តឬក៏មានគំនុំអ្វីមួយជាមួយនឹងជនរងគ្រោះចឹងហើយបានជាគេទៅពឹងពាក់ឲ្យអ្នកគ្រូនោះគឺជួយធ្វើសម្លាប់តែម្ដងមិនត្រឹមតែប៉ុណ្ណោះពេលខ្លះសំបីតែប្តីរបស់គេនោះក៏ទៅស្រឡាញ់អ្នកណាផ្សេងទៀតដែលមិនមែនជាប្រពន្ធរបស់ខ្លួនឯងដែរនឹងគឺសុទ្ធតែបណ្ដាលមកពីអ្នកគ្រូគឹមនឹងទាំងអស់និយាយទៅគឺថាភូមិមួយនេះចាប់ផ្ដើមមានភាពរញ៉េរញ៉ៃពេញនឹងតែម្ដងដែលគ្មានអ្នកណាម្នាក់អាចធ្វើការគ្រប់គ្រងបានឡើយលោកមេភូមិគាត់ក៏មិនដឹងថាគួររកវិធីបែបណាដើម្បីដោះស្រាយដែរវិធីចុងក្រោយលោកមេភូមិគឺមានតែទៅរកព្រះចៅអធិការវត្តដែលធ្វើវត្តនៅជាប់ភូមិនឹងដែរដើម្បីឲ្យព្រះចៅអធិការវត្តជួយរកវិធីដោះស្រាយគាត់តើគាត់គួរតែធ្វើបែបណាចំពោះបញ្ហាមួយនេះមូលហេតុដែលគាត់ទៅរកព្រះចៅអធិការក៏ព្រោះតែព្រះចៅអធិការក៏ធ្លាប់ជាអ្នកចេះនៅវិជ្ជាមន្តអាគមដ៏ខ្លាំងពូកែម្នាក់ដែរប៉ុន្តែលោកបែរជាមិនព្រមបង្ហាញមុខតតែសោះប៉ុន្តែលោកក៏ធ្លាប់បានជួយទៅដល់អ្នកភូមិជាច្រើនផងដែរដែលត្រូវបានរងអំពើរបស់អ្នកគ្រូគឹមនោះប៉ុន្តែគ្រាន់តែលោកមិនបានធ្វើឡងទៅវិញតែប៉ុណ្ណោះដោយសារតែលោកជាព្រះសង្ឃមិនចង់សម្លាប់ជីវិតរបស់គេនោះទេដែលជាហេតុធ្វើឲ្យអ្នកគ្រូគឹមនោះគឺកាន់តែបានដៃធ្វើបាបអ្នកភូមិពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែបើសិនជាបន្ទោសអ្នកគ្រូគឹមនោះទាំងស្រុងក៏វាមិនត្រូវដែរដោយសារតែគាត់ក៏គ្មានគំនុំជាមួយនឹងអ្នកភូមិហើយការដែលគាត់ធ្វើអំពើដាក់អ្នកភូមិឬក៏ធ្វើស្នេហ៍អីហ្នឹងគឺសុទ្ធតែត្រូវបានគេកឹងពាក់ទាំងអស់គាត់ទទួលបានលៀបសក្ការៈពីគេចឹងហើយគាត់គឺត្រូវទៅធ្វើការឲ្យគេទៅតាមតម្លៃដែលគេបានផ្ដល់មកឲ្យគាត់ដូច្នេះបើនិយាយឲ្យចំទៅតាមពិតអ្នកគ្រូគឹមនឹងគ្រាន់តែជាអ្នកទី2តែប៉ុណ្ណោះសម្រាប់អ្នកដែលអាក្រក់ពិតប្រាកដនោះគឺជាអ្នកដែលមករកអ្នកគ្រូគឹមឲ្យធ្វើអំពើនឹងឯងលោកមេភូមិបានជម្រាបទៅកាន់លោកតាដែលត្រូវជាព្រះចៅអធិការថានៅក្នុងភូមិនៅពេលនេះកំពុងតែមានភាពហ្វឹកហ្វឺយ៉ាងខ្លាំងគឺដោយសារតែស្នាដៃរបស់លោកយាយគ្រូគឹមនឹងឯងនៅយប់ខ្លះគឺគាត់បានឃើញដោយផ្ទាល់ភ្នែកតែម្ដងនៅពេលដែលគាត់បានឮសំឡេងឆ្កែលូគាត់ក៏បានបើកទ្វារចេញមកខាងក្រៅព្រោះតែចង់ដឹងថាតើវាមានសាច់រឿងអ្វីកើតឡើងឲ្យពិតប្រាកដនៅពេលខ្លះវិញគឺគាត់បានឃើញថាមានស្រមោលដើរនៅតាមផ្លូវតែម្ដងបើតាមគាត់ស្មានមិនខកនោះទេគឺជារូបភាពស្រមោលរបស់ពពួកខ្មោចព្រាយដែលត្រូវបានអ្នកគ្រូគឹមបញ្ជាមកឲ្យធ្វើស្នេហ៍ឬក៏ធ្វើអំពើទៅលើអ្នកណាម្នាក់នៅក្នុងភូមិគាត់តែងតែឃើញជារឿយៗសូម្បីតែសត្វឆ្កែនៅក្នុងភូមិវិញវាព្រោះនឹងលូមួយយប់ស្ទើរតែមិនបានគេងឬក៏សម្រាកតតែសោះភូមិនេះក៏ចាប់ផ្ដើមคล้ายទៅជាភូមិដ៏វឹកវរមួយសូម្បីតែអ្នកភូមិនៅពេលយប់ឡើងនឹងក៏មិនហ៊ានអ្នកណាម្នាក់ចុះមកខាងក្រោមដីផ្ដេសផ្ដាដែរដែលជាហេតុធ្វើឲ្យភូមិមួយនេះគឺប្រៀបដូចជាភូមិខ្មោចចឹងឲ្យតែពេលយប់ឡើងគឺស្ងាត់ជ្រាបតែម្ដងដោយសារតែអ្នកភូមិម្នាក់គឺសុទ្ធតែមានការភ័យខ្លាចជាមួយនឹងរឿងរ៉ាវដែលបានកើតឡើងនៅខុនភូមិហើយអ្នកភូមិខ្លះវិញបាននិយាយថាគេបានលួចមើលតាមបង្អួតទៅគឺឃើញថាមានខ្មោចគឺកំពុងតែចូលមកក្លន់ភូមិមិនដឹងថាវាមានបំណងអ្វីនោះទេទាំងដែលភូមិរបស់ពួកគេដំបូងឡើយគឺមិនធ្លាប់ជួបរឿងបែបនេះឡើយប៉ុន្តែថ្មីនេះមិនដឹងថាហេតុអ្វីបានជាមានខ្មោចជាច្រើនចូលមកក្នុងភូមិបែបនេះដូច្នេះពួកគេបានធ្វើការសន្និដ្ឋានថាច្បាស់ជាស្នាដៃរបស់លោកយាយគ្រូគឹមនោះជាមិនខានដោយសារតែនៅក្នុងភូមិមួយនេះมันមានគ្រូអាគមនោះទេគឺមានតែគ្រូអាគមតែម្នាក់គត់ដែលជាលោកយាយគឹមនឹងឯងប៉ុន្តែគាត់ក៏មិនបាននៅក្នុងភូមិជាមួយនឹងអ្នកភូមិដែរដោយសារតែគាត់បានទៅធ្វើខ្ទមរបស់គាត់នៅឯក្នុងព្រៃដែលឆ្ងាយពីភូមិបន្តិចព្រោះតែគាត់ចង់លាក់នៅអាតកំបាំងដែលអ្នកភូមិនឹងទៅរកគាត់នឹងឯងណាមួយប្រហែលជាគាត់ចង់ទៅឆ្ងាយពីអ្នកភូមិបន្តិចដើម្បីឲ្យគាត់មានពេលវេលាសម្រាប់រៀនសូត្រនៅវិជ្ជាអាគមរបស់គាត់ដោយសារតែគាត់គិតថាបើសិនជាគាត់នៅក្នុងភូមិច្បាស់ជាត្រូវបានអ្នកភូមិរំខានគាត់ជាមិនខានចឹងហើយបានជាគាត់ទៅធ្វើខ្ទមនៅឯក្នុងព្រៃដែលឆ្ងាយពីភូមិបន្តិចតែម្នាក់ឯងដើម្បីមានភាពស្ងប់ស្ងាត់ចំណែកឯលោកតាបន្ទាប់ពីបានស្ដាប់នៅការរៀបរាប់របស់លោកមេភូមិរួចហើយលោកតាក៏មានសង្ឃាធិការថាតាមពិតទៅយាយគឹមនេះកាលពី30ឆ្នាំមុនក៏ធ្លាប់មករកលោកតាឲ្យជួយបង្រៀននៅវិជ្ជាអាគមដល់លោកយាយនោះផងដែរប៉ុន្តែដោយសារតែលោកតាមើលទៅឧបនិស្ស័យរបស់យាយគឹមនោះហាក់ដូចជាមិនល្អតតែសោះ
ចឹងហើយបានជាលោកបានធ្វើការបដិសេធមិនព្រមបង្រៀនឡើយព្រោះខ្លាចថាគាត់នឹងយកវិជ្ជាអាគមដែលគាត់ចេះនោះយកទៅធ្វើបាបអ្នកភូមិទោះបីជាពេលនឹងគាត់ខំមកបួសធ្វើជាដូនជីសម្ដែងធ្វើជាមានចិត្តល្អយ៉ាងណាក៏ដោយក៏លោកមើលឃើញឧបនិស្ស័យរបស់យាយគឹមនឹងដែរចឹងហើយបានជាលោកមិនព្រមបង្រៀនជាដាច់ខាតដែលជាហេតុធ្វើឲ្យយាយគឹមនឹងក៏ចាប់ផ្ដើមមានការខឹងសម្បាជាមួយនឹងលោកហើយក៏ឈប់ធ្វើជាដូនជីបន្តទៅទៀតហើយក៏មិនដឹងថាគាត់ទៅលួចរៀនពីគ្រូណាដទៃផ្សេងទៀតមកដែរបានជាគាត់ប្រែក្លាយទៅជាបែបនេះប៉ុន្តែទោះបីជាគាត់ទៅរៀនពីគ្រូណាមកក៏ដោយក៏គាត់ត្រូវតែមានតំណមរបស់គេត្រឹមត្រូវមិនចេះតែធ្វើអ្វីទៅតាមចិត្តរបស់គាត់ដូចជាគាត់ចង់បាននោះទេបើសិនជាគាត់ខុសនឹងតំណមគ្រូនោះគាត់នឹងជាប់គ្រោះដោយខ្លួនឯងជាមិនខានប៉ុន្តែនៅពេលនេះបើតាមលោកសង្កេតមើលទៅឃើញថាគាត់ប្រហែលជាបានធ្វើខុសជាមួយនឹងតំណមរបស់គ្រូរបស់គាត់បាត់ទៅហើយបានជាគាត់ធ្វើឲ្យភូមិចាប់ផ្ដើមប្រែក្លាយទៅជាវឹកវរបែបនេះដូច្នេះមិនយូរមិនឆាប់នោះទេគាត់ច្បាស់ជាត្រូវបានគ្រូរបស់គាត់មកកាច់គាត់ជាមិនខានព្រោះតែខុសតំណមគ្រូនេះគឺវាជារឿងធំណាស់បើសិនជាអ្នកដែលរៀននៅវិជ្ជាទាំងអស់នោះពីគ្រូហើយប៉ុន្តែបែរជាមិនអាចកាន់តំណមរបស់គ្រូបាននោះរឿងរ៉ាវទាំងអស់ដែលពួកគេកំពុងតែសាងវាច្បាស់ជាឡងមកលើពួកគេវិញជាមិនខានដូច្នេះសូមលោកមេភូមិរងចាំមើលបន្តិចទៀតទៅចោះកុំតន់ឲ្យមានការបារម្ភអីប៉ុន្តែបើសិនជារឿងរ៉ាវទាំងអស់នៅតែបែបនេះមិនព្រមស្ងប់ស្ងាត់ទេអាត្មានឹងចេញមុខជួយជាមិនខានអាត្មានឹងមិនអោបដៃឈួរមើលឡើយអាត្មានឹងមិនអោបដៃបណ្ដោយឲ្យគ្រូអាគមម្នាក់នោះចេះតែធ្វើអ្វីទៅតាមចិត្តដែលគេចង់បាននោះទេប៉ុន្តែសូមរងចាំពេលវេលាបន្តិចសិនព្រោះអីអាត្មាក៏មិនចេះតែអាចធ្វើអ្វីទៅតាមចិត្តដែលអាត្មាចង់ធ្វើដូចគ្នាផងដែរដោយសារតែអាត្មាគឺជាអ្នកបួសបើសិនជាអាត្មាគ្រាន់តែជាគ្រូអាគមធម្មតានោះអាត្មានឹងចេញទៅជួយកម្ចាត់គ្រូអាគមនោះតាំងពីយូរណាស់មកហើយចំណែកឯលោកមេភូមិមិនតបពីបានស្ដាប់ហេតុផលរបស់ព្រះចៅអធិការរួចហើយក៏មានអារម្មណ៍ធូរទ្រូងបន្តិចហើយគាត់ក៏មិនហ៊ានបង្ខំលោកតាដែលជាព្រះចៅអធិការនឹងឲ្យទៅជួយអ្នកភូមិដោយខុសជាមួយនឹងសង្ឃវិន័យនោះទេដោយសារតែលោកគឺជាព្រះចៅអធិការក៏ជាគំរូទៅដល់ព្រះសង្ឃផ្សេងទៀតដែរបន្ទាប់ពីលោកមេភូមិគាត់បាននិយាយជាមួយនឹងលោកតារួចហើយលោកមេភូមិក៏បានសុំលាលោកតាត្រឡប់ទៅវិញបែរមកកាន់យាយគឹមដោយសារតែគាត់គឺជាមនុស្សដែលចូលចិត្តរៀននៅវិជ្ជាមន្តអាគមប្លែកៗនិងសាហាវជាពិសេសគាត់ក៏គឺជាមនុស្សដែលមិនចេះឆ្អែតឆ្អន់ឬក៏លោភលន់ផងនោះគាត់បានរៀនវិជ្ជាមន្តអាគមដ៏ចម្លែកមួយទៀតបើតាមដឹងវិជ្ជាមន្តអាគមនោះគឺត្រូវតម្រូវឲ្យគាត់នឹងគឺផឹកឈាមនិងសាច់ស្រស់ថែមទៀតហើយគាត់ក៏ចាប់ផ្ដើមមានការប្រែប្រួលចាប់តាំងពីពេលនឹងមករាល់ពេលដែលមានអ្នកទៅពឹងពាក់ឲ្យគាត់ជួយនឹងគឺគាត់យល់ព្រមជួយទាំងអស់ប៉ុន្តែគឺត្រូវតែមានអ្វីដែលដោះដូរជាមួយនឹងគាត់ដោយលើកនេះគឺគាត់មិនយកទ្រព្យសម្បត្តិឬក៏របស់មានតម្លៃអ្វីទៀតនោះទេគឺគាត់យកតែសត្វដែលមានជីវិតស្រស់ៗតែប៉ុណ្ណោះយកមកថ្វាយគាត់នោះគាត់នឹងជួយរាល់ពេលដែលអ្នកទាំងអស់នោះត្រូវការឲ្យគាត់ជួយនៅរឿងរ៉ាវអ្វីមួយដែលជាហេតុធ្វើឲ្យអ្នកភូមិចាប់ផ្ដើមមានអារម្មណ៍ចម្លែកព្រោះតែគាត់គឺមិនធ្លាប់យករបស់មានជីវិតជាថ្នូរជាមួយនឹងរបស់មានតម្លៃនោះទេប៉ុន្តែលើកនេះគាត់បែរជាមិនព្រមទទួលយកនៅរបស់មានតម្លៃដោយការពីមុនផ្ទុយទៅវិញបែរជាឲ្យពួកគេយកនៅសត្វដែលមានជីវិតរស់ស្រស់ៗយកមកឲ្យគាត់តែម្ដងដែលជាហេតុធ្វើឲ្យអ្នកដែលទៅរកពឹងពាក់គាត់ភាគច្រើនចាប់ផ្ដើមសង្ស័យនិងគិតថាមើលទៅគាត់កាន់តែចម្លែកទៅហើយណាមួយសត្វដែលពួកគេយកទៅថ្វាយគាត់ទាំងអស់ស្រាប់តែបាត់ខ្លួនដោយមិនដឹងពីមូលហេតុដែលជាហេតុធ្វើឲ្យពួកគេនឹងចាប់ផ្ដើមគិតថាមើលទៅគាត់មិនមែនជាគ្រូអាគមដោយការពីលើកមុនទៀតនោះទេព្រោះអីបើសិនជាគ្រូអាគមធម្មតាគឺច្បាស់ជាមិនត្រូវការសាច់ស្រស់ឬក៏ឈាមស្រស់បែបនេះឡើយពួកគេសង្ស័យថាគាត់ឲ្យពួកគេយកសត្វដែលមានជីវិតស្រស់ៗយកទៅថ្វាយគាត់បែបនេះព្រោះតែគាត់ចង់បានសាច់ស្រស់និងឈាមស្រស់របស់ពួកគេយកទៅផឹកដើម្បីរៀនវិជ្ជាមន្តអាគមថ្មីរបស់គាត់ដោយសារតែឃើញថាគាត់ចាប់ផ្ដើមប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃមិនត្រឹមតែប៉ុណ្ណោះសូម្បីតែទឹកមុខនិងរាងកាយរបស់គាត់ជាពិសេសសក់ក្បាលអីហ្នឹងក៏ចាប់ផ្ដើមផ្លាស់ប្ដូរដែលធ្វើឲ្យអ្នកដែលចូលទៅរកគាត់មើលទៅហាក់ដូចជាមានការភ័យខ្លាចជាមួយនឹងរូបរាងខាងក្រៅរបស់លោកជីកឹមគឺគាត់មិនដូចកាលពីមុនទៀតនោះទេហេតុនេះហើយបានជាអ្នកភូមិតែងតែទៅរកគាត់ឲ្យជួយនឹងគឺត្រូវបានបាត់ម្ដងម្នាក់ដោយសារតែពួកគេខ្លាចជាមួយនឹងសកម្មភាពនិងអាការៈរបស់លោកយាយកឹមនឹងឯងយ៉ាងណាក៏ដោយនៅក្នុងយប់មួយគឺមាននារីម្នាក់ជាមួយនឹងម្ដាយរបស់នាងនៅក្នុងភូមិនឹងគឺបានទៅពឹងពាក់ឲ្យលោកយាយកឹមឲ្យជួយពួកគេទាំងកណ្ដាលយប់ដោយសារតែពួកគេលួចទៅជួបគាត់ដោយស្ងាត់ៗព្រោះខ្លាចថាអ្នកភូមិដឹងថាពួកគេនឹងទៅរកលោកយាយកឹមធ្វើអំពើអវិមួយចង់បានប្តីរបស់នាងឲ្យត្រឡប់មកវិញព្រោះថាប្តីរបស់នាងនឹងគឺទៅមានស្រីនៅឯភូមិសីជាតិចឹងហើយបានជានាងចង់ឲ្យលោកយាយកឹមនឹងជួយធ្វើពិធីហៅប្តីរបស់នាងឲ្យត្រឡប់មកវិញមករកនាងដូចដើមណាមួយពួកគេគិតថាប្តីរបស់នាងនឹងគឺត្រីអំពើរបស់គេឬក៏ត្រីស្នេហ៍របស់គេបានជាគាត់បោះបង់ចោលនាងដោយមិនអាល័យសូម្បីតែបន្តិចចឹងហើយបានជានាងទៅរកគាត់ឲ្យជួយទាំងយប់បែបនេះដូច្នេះលោកយាយកឹមគាត់ក៏បានយល់ព្រមទៅតាមអ្វីដែលពួកគេស្នើសុំប៉ុន្តែដូចជាទម្លាប់ចឹងពួកគេគឺត្រូវតែមានសត្វមាន់ឬក៏ទាបើមិន
จังนูเตอาจจะสัตว์แก่ก็บานได้เชียพิเศษหรือก่อโกนโกโกนกระใบไอ้นึงคือสดแต่ก็ตะโตยกทั้งอ้อเอาไอ้ตายพวกเวียเนื้อรูเรียนมีชีวิตสระสระปันแต่ขมีแนะนำมันเนี้ยทลบดังทากอดยอกพวกเวียทั้งอ้อนู้เธอถอยเอาไว้นูเตกรอนตายพวกเกดังทาพวกสัตว์ทั้งอ้อได้ไตรบานกอดยอกเธอนู้คือมันได้บานคืนสลักสนามระบบเวลายหายก็มันบานคืนกอดจนจำเนื้อจิตกระใบประเทศระบบกอดผ่องได้ปันแต่อย่างนาก็ด้อยก็กรุบกันเนี้ยเหมือนฟอลจมปัวเรื่องมือหนีได้คือกระต่ายปิสนาส้มเอาไว้ได้พวกเกจังเอากอดจุ๋ยแต่ปนโนจังหายปูเกเหมือนควอลนูเทเบอร์ซันจีกอดจังบานเอาไว้ปูเกหนึ่งโรคระบาดถึงอ้อนุยมหมอยกอดตัวใบเจสัตได้เมือนชีวิตก็ได้กล่าวแต่ปีชีวิตระบาดมนุษย์แต่ปโนในกล้องยุบในพองได้ลูกเย่กำบ้านอยู่โปรมทั่วพิธีอ้อยปูเกถึงปีแหนมาได้โกนเปิงใต้จีอากุซัลนเป้ได้กอดกำปงแต่ทั่วพิธีสกสรับแต่เมียนขจอยังคลั่งบันบอกโจเมาได้จีแฮดทั่วไอ้ดามเชิญในกระบายกระตุมระบาดกอดนึงจับประดามรึงเกอสมใบแต่กระตุมระบาดกอดก็รึงเกอเสือแต่รลุงพองได้จำนายไอปีแนมาได้โกนแต่บ้านเตอสมอ้อยลูกเย่กำจุยหนึ่งก็หักโดยจีมินการภัยคลายพังได้เพราะแต่มันนึกสมานท่าการเถือพิธีคือวิวเมนสเพียบแบบนี้ต่อแต่ซอปันแต่การเปิดเตยลูกเย่กำเนื้อไปในกอดเถือพิธีรอดองก็มันถรวบจูบแฮตเพจแบบนี้ได้กอดก็กำปงแต่ฉงอมจมวยหนึ่งเรื่องราวได้กำปงแต่การล่างแบบนี้ได้ปันแต่กอดก็เนื้อแต่บรรต่อเถือพิธีแล้วบอกกอดบรรต่อเท่าเตียดลูกไม่แปลกครอยมุกเตียดลูกเย่กำกอดก็จับประดามประกาศพลิมแต่ไม่ดองมูลเหตุคือโดยซาแต่กอดนังบานถือคบจมวยหนึ่งดำนอมระบอกครูเฮาเนเปได้กอดกำปงแต่ถือพิธีนังคือครูระบอกกอดบานบกยกชีวิตระบอกกอดแต่มาดองบนใต้จีอากุซอลบรรต่อปีกอดสลับบัดบังชีวิตเตอร์ผู้เกตั้งปีเนี่ยมาได้โกนมันดึงทำเป็นเรื่องเอาไว้การล้างเตียนโนเตเนเปได้เคยนักครูเด็กสตูนคอมแต่แบบนี้ผู้เกก็บานน้อมขี้เนีย ประยับรถจิงมาเปลี่ยมโดยตุกเอาเนกรู้เนื้อเด็กนึกนึงต้มระบอกกอดแต่มันแอกแองแต่ปนเนาะปนตาเมืองเตยสะพีระบอกกอดคือหมิ่นโฮชิมเจงตามแผนกพองตามตะเฉียกพองเมืองเตยเปิดชี้กูอ่อยคลากอย่างครั้งมันตรำแต่ปนเนาะแผนกระบอกกอดก็สเตอร์แต่เลียนเช่นมอข้างกล่าวแถมเตียดนี่หอยคือจีมูลแฮดในรัฐพอได้กอดบานเฟอข้อในตำนอมระบอกครูเนื้อเปได้กอดบานเรียนวิเชียจมูหนึ่งลูกครูระบอกกอดนึงกอดบานเฟอกาสบอดสบายปรุมแต่งมีนตำนอมมวยจำนวนจีปีแซตำนอมนุคือมันเอากอดตัวเตียนเชียมสรอฟจีดัดขาดปันตาดอยซาแต่กอดบานลวดเรียนในวิเชียมวยเสียงเตียดดอยมันบานสมกับอนุญาตปีครูระบอกกอดดอยซาแต่กอดเดิมท่าใบเซนจีกอดถือพิธีดำใบสมลูกครูระบอกกอดเรียนในวิเชียพลายได้กอดหนึ่งช่องเรียนนุลูกครูหนึ่งทุยกาบอดีแซดดอยซาแต่วิเชียนุคือไตรเตพักเชียมสระจังคือวิข้อในตำนอมระบอกครูจังเฮาให้บานจีกอดลุยเรียนดอยมันเอาลูกครูระบอกกอดบานดังลือโนเตปันตายกอดเกิดคอแต่งสรงดอยซาแต่กาได้ทั่วคอตำนอมระบอกครูนึงทั่วไอครูนึงมกะโยกอดเตยแต่ไม่รองแฮดนี้เฮาให้กอดกอบานสลับในกรงตอมระบอกกอดปันตายประตูตะวินโดยซาวิจีได้กอดบานเรียนหนูบานตัวเอาวิญญาณระบอกกอดก็บานแปรคลายแต่จีเปรียในเชิงตุ่มนังแต่มาดองเฮาเปรียมวยหนูคือเวียนเมียนเพบกายสาหาวอย่างคลังคือวิโจเจ็บแต่ซีไซสระเชียมสระตายปันนอโดยฉะนั้นเนี่ยภูมิในขนมภูมิมวยนี้มันอยู่มันชับนึ่งตรึโรงกลัวโดยสาแต่เปรียระบอกใหญ่กึมนึ่งเจียมันคานลูกดอลเปเวเลปรึกหลังดำหนึ่งสลับระบอกใหญ่กึมก็ตรึบ้านสอบสายตัวดอนเนี่ยภูมิตามระยะมาได้กรูนแตงปีแหนกได้บานตะปึงแปกรอกใหญ่กึมเอาช่วยการปิยบเหมือนนูผู้กอดบานเฝอกาอ่างทาการปิยบมิ้งมันดึงทำมีนเรื่องเอาไว้การลางนุเตเนื้อซกสลับแต่กอดใบจีประกายโดยจีเมียนเอาไว้หมกกายกอดจังหอยก็จับประดามเด็กดัวเนเลยระนาบในคลองกระตุมระบอกกอดเนื้อเปียวได้เคยจังผู้เกแตงปีเนี่ยมาได้โกนได้บ้านตะปึงเปียกหอยกอดจุ๋ยนังก็บ้านนอมเขเนียรถจ่าเจ้งเมาโดยผู้เกอ่างทาประหายจีกอดเธอบ้านสลับบัดบองจีเวิร์ดบัดเตอร์ฮาวีปันตายเนี่ยภูมิคือมันเชื่อพี่เอาไว้ได้เกบานนิเยนูเตพรัวไอใหญ่เกิมคือจีครูอากมดอกคลังผู้กายมันเนี่ยบ่าวนิเยเตอกอดเตือตาเลอะพี่ครูอากมเตอร์ฮาวีมันเนี่ยคือเมียนอารมณ์ทากอดนั้นคือเจตมบแถมเตียดพองเฮาให้บ่ายเจมกสลับเงยแบบนี้จังเฮาให้บานจีเนี่ยภูมิคือเมียนแหนกหนามันเนี่ยเชื่อปูเกเตียงพีเนี่ยมาได้โกนลาวปูเกบานเถยการอ้างอย่างฉบับท่าปูเกมันบานนิเยก็หอกนูเตพรัวไอการปียบมิงปูเกเปิดเจบานเตอเปิงเปียกกอดให้บานเคยแฮดกาแดบตอดพเนกเปิดแมนเบิร์เซนชีมันเชื่อในสำใดระบอกมาได้โกนปูเกแต่งปีเนี่ยเต้ไอ้น้อมเคลียตึกตุ้มระบอกกอดแต่เมื่อตอลก็บานได้เป้ได้บานลือปูเกตั้งปีเนี่ยมาได้โกนยังไงแบบนี้เนี่ยภูมิหักโดยจีเมียนจัดจองเรียแรกได้โปรเอโปเกคลาทาบาสินจีนอมเคลียตัวจรานแบบนี้ปันแทบตุยเตเวงใหญ่กึมแบชีมันสลับจะบ้าจีเทรบานกอดคังหนึ่งเถืออำเภอดักโปเกจีมันคานแห่นี้หอยโปเกคือมันเหียนเต่านุเตกำปงแต่นอมเคลียกึดโรควิธีทัวแบบนะเติบอาจอ้อยโปเกนึงดึงเรื่องนี้ไอบานเป็ดประกอด
បើសិនជាគាត់ស្លាប់មែនពួកគេនឹងសប្បាយចិត្តប៉ុន្តែបើសិនជាពួកគាត់មិនស្លាប់នោះទេក៏គ្មានផលប៉ះពាល់ទៅដល់ពួកគេដែលជាអ្នកទៅមើលដែរប៉ុន្តែពេលនោះលោកមេភូមិគាត់ក៏ហាក់ដូចជាជឿសម្ដីរបស់ម្ដាយកូនទាំងពីរនាក់ដូច្នេះគាត់បានប្រាប់ថាមិនអីនោះទេទុកឲ្យគាត់គឺជាអ្នកដឹកនាំអ្នកភូមិទៅមើលដល់ផ្ទាល់តែម្ដងទៅបើមានរឿងអ្វីទុកឲ្យគាត់គឺជាអ្នកទទួលខុសត្រូវទៅចោះបើសិនជាគាត់ពិតជាស្លាប់ពិតមែនយើងនឹងសប្បាយចិត្តទាំងអស់គ្នាភូមិរបស់យើងក៏លែងមានរឿងរ៉ាវអាក្រក់កើតឡើងទៀតដែរប៉ុន្តែផ្ទុយទៅវិញបើសិនជាគាត់មិនតន់ស្លាប់នោះទេយើងគ្រាន់តែប្រាប់គាត់ថាយើងមកជួបគាត់ព្រោះតែយើងមានការងារសំខាន់ត្រូវពឹងពាក់គាត់ហេតុនេះហើយដើម្បីកុំឲ្យយាយកឹមសង្ស័យលោកមេភូមិគឺគាត់នាំគ្នាទៅតែប្រមាណអ្នកតែប៉ុណ្ណោះបើសិនជានាំគ្នាទៅច្រើនហើយផ្ទុយទៅវិញយាយកឹមបែរជាមិនតន់ស្លាប់នោះច្បាស់ជាធ្វើឲ្យគាត់សង្ស័យជាមិនខានបន្ទាប់ពីឮលោកមេភូមិនិយាយបែបនេះអ្នកភូមិជាច្រើនបាននាំគ្នារងចាំនៅក្នុងភូមិចំណែកលោកមេភូមិក៏ដឹកនាំមនុស្សប្រុស3នាក់ដើម្បីធ្វើដំណើរទៅកាន់ផ្ទះរបស់យាយកឹមហើយដោយសារតែលោកមេភូមិគាត់ដឹងថាមួយរយៈនេះយាយកឹមគាត់ជួចាប់នៅសត្វដែលរស់មានជីវិតស្រស់ចឹងហើយបានជាគាត់កាន់មន់រហូតដល់ទៅ2ក្បាលយកទៅជាមួយផងដែរបើសិនជាយាយកឹមមិនទាន់ស្លាប់នោះទេគាត់នឹងយកលេថាយកមន់នេះយកមកជូនយាយកឹមទៅចោះចឹងហើយបានជាគាត់ចាប់ផ្ដើមធ្វើដំណើរកាត់ព្រៃទៅដើម្បីសម្ដៅទៅកាន់ខ្ទមរបស់យាយកឹមដែលនៅក្នុងព្រៃឯណោះបន្ទាប់ពីនាំគ្នាធ្វើដំណើរទៅកាន់ផ្ទះរបស់យាយកឹមបានមួយភ្លាតក្រោយមកពួកគាត់ក៏បានធ្វើដំណើរទៅដល់ទីនោះនៅពេលដែលពួកគាត់ទៅដល់ហ្នឹងមើលពីខាងក្រោយហាក់ដូចជាមិនឃើញមានអ្វីប្លែកចម្លែកខុសពីធម្មតានោះទេធ្វើឲ្យលោកមេភូមិគាត់ចាប់ផ្ដើមសង្ស័យថាមើលទៅអ្វីដែលពួកគេទាំងពីរនាក់ម្ដាយកូននិយាយប្រាប់ពួកយើងហ្នឹងគឺដូចជាមិនពិតឡើយព្រោះអីបើសិនជាយាយកឹមស្លាប់ពិតមានច្បាស់ជាមានហេតុភេទអ្វីចម្លែកនៅលើផ្ទះរបស់គាត់ជាមិនខានមិនគួរណាកាច់តែសភាពផ្ទះវានៅល្អនិងធម្មតាបែបនេះតទៅសោះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើសិនជាគាត់មកដល់ទៅហើយព្រមទាំងបានចាប់ងន់មកថែមទៀតបែបនេះគាត់នឹងមិនអាចត្រឡប់ទៅវិញនោះទេព្រោះឯយាយកឹមបើសិនជាគាត់មិនតន់ស្លាប់ទេគាត់ក៏នៅតែដឹងដែរថាលោកមេភូមិជាមួយនឹងមនុស្ស3នាក់ទៀតបានមកដល់ទីនេះប៉ុន្តែបែរជាបកត្រឡប់ទៅវិញចឹងលោកមេភូមិគ្មានជំរឿននោះទេគឺមានតែនាំគ្នាចូលទៅមុខផ្ទះរបស់យាយកឹមតែប៉ុណ្ណោះដោយពួកគាត់ចាប់ផ្ដើមនាំគ្នាដើរទៅកាន់មុខផ្ទះរបស់យាយកឹមសិនសឹមទាំងម្នាក់ៗនឹងគឺភ័យឡើងញ័រជើងតែម្ដងព្រោះតែគ្រប់គ្នាដឹងហើយថាបើសិនជាធ្វើឲ្យយាយកឹមខឹងយប់នេះប្រហែលជាពួកគេច្បាស់ជាមិនរួចខ្លួននោះទេណាមួយសុភាពយាយកឹមនៅកណ្ដូលពេលនេះគឺដូចជាព្រាយបិសាចឬក៏គ្រូធូបចឹងមើលតែមុខរបស់គាត់គឺគួរឲ្យខ្លាចយ៉ាងខ្លាំងទោះបីជាគាត់នៅមានជីវិតក៏ដោយចឹងហើយបានជាពួកគេហាក់ដូចជាមានអារម្មណ៍ភ័យខ្លាចខុសពីធម្មតាទោះបីជាយ៉ាងណាក៏ដោយក៏លោកមេភូមិដែលជាមនុស្សក្លាហានគាត់គឺជាអ្នកនាំផ្លូវពួកគេទាំង3នាក់ចូលទៅបើសិនជាលោកមេភូមិក៏គាត់ខ្លាចទៀតប្រហែលជាគ្មានអ្នកណាម្នាក់ហ៊ានចូលនោះទេចឹងគាត់ត្រូវតែតាំងចិត្តរឹងពឹងក្នុងនាមជាមេភូមិគឺត្រូវតែការពារប្រជាជននៅក្នុងភូមិរបស់គាត់នៅពេលដែលធ្វើដំណើរទៅដល់មុខផ្ទះរបស់យាយកឹមពួកគាត់គឺមិនទាន់បាននាំគ្នាចូលទៅខាងក្នុងឡើយប៉ុន្តែអ្វីដែលចម្លែកទៀតនោះគឺពួកគាត់បែរជាបានឃើញថាផ្ទះរបស់យាយកឹមបែរជាត្រូវបានបើកវាហាក់ដូចជាចម្លែកព្រោះតែយាយកឹមគាត់គឺជាមនុស្សអាតកំបាំងគាត់មិនគួរបើកទ្វារចោលផ្ដេសផ្ដាបែបនេះឲ្យគេដើរកាត់ឃើញនោះទេជ្រុលតែមកដល់ទៅហើយលោកមេភូមិគាត់កំពុងតែរកវិធីដើម្បីចូលទៅខាងក្នុងពេលនោះគាត់ក៏បានឈរនៅក្នុងមុខទ្វារបន្ទាប់មកគាត់បានស្រែកហៅយាយកឹមគាត់បានព្យាយាមស្រែកហៅម្ដងជាពីរដងប៉ុន្តែมันបានឮសំឡេងឆ្លើយតបមកពីខាងក្នុងតតែសោះធ្វើឲ្យលោកមេភូមិចាប់ផ្ដើមមានការងឿងឆ្ងល់កាន់តែខ្លាំងប៉ុន្តែយ៉ាងណាក៏ដោយក៏លោកមេភូមិនៅតែបន្តស្រែកហៅយាយកឹមដដែលទោះបីជាលោកមេភូមិព្យាយាមស្រែកហៅយូរយ៉ាងណាក៏ដោយក៏នៅតែមិនមានសំឡេងឆ្លើយតបគឺក៏សកម្មភាពអ្វីចេញពីខាងក្នុងមកដែរដល់តែបែរជាងលោកមេភូមិគាត់គិតថាគឺមានតែនាំគ្នាឡើងទៅមើលតែប៉ុណ្ណោះព្រោះអីបើសិនជានៅបន្តស្រែកហៅបែបនេះទៀតក៏នៅតែមិនទទួលបានផលអ្វីទាំងអស់ចឹងពួកគាត់ក៏បានសម្រេចចិត្តនាំគ្នាឡើងទៅលើខ្ទមរបស់យាយកឹមតែម្ដងទៅប៉ុន្តែនៅពេលដែលលោកមេភូមិគាត់ឡើងទៅដល់ស្រាប់តែគាត់ហាក់ដូចជាមិនបានឃើញអ្វីទាំងអស់ក្រៅតែពីខ្ទមទទេតែប៉ុណ្ណោះប៉ុន្តែអ្វីដែលធ្វើលោកមេភូមិគាត់ហាក់ដូចជាមានការចាប់អារម្មណ៍នៅក្នុងខ្ទមរបស់យាយកឹមគឺដោយសារតែគាត់ហាក់ដូចជាបានឃើញថាអាសនៈរបស់យាយកឹមហាក់ដូចជាត្រូវបានចាត់ខ្ចាយរបស់របរមួយចំនួនគឺត្រូវបានធ្លាក់ចុះមកខាងក្រោមមើលទៅដូចជាត្រូវបានអ្នកណាម្នាក់មកបំផ្លាញចឹងនៅពេលដែលឃើញសភាពការបែបនេះលោកមេភូមិគាត់គិតថាឬក៏អ្វីដែលពួកគេទាំងពីរអ្នកម្ដាយកូននិយាយការពីព្រឹកមិញវាជាការពិតព្រោះថាអាសនៈនេះគឺមិនងាយត្រូវបានខ្ទេចខ្ទីបែបនេះនោះទេលុះត្រាតែមជ្ឈរបស់វាមានរឿងអ្វីកើតឡើងទើបអាសនៈនេះប្រែក្លាយទៅជាបែបនឹងបានព្រោះតែអាសនៈទាំងមូលគឺប្រៀបដូចជាជីវិតរបស់យាយគ្រូចឹងឬក៏ការពីយប់មិញយាយគ្រូកឹមនោះមានអ្នកណាម្នាក់បានមកសាកអាគមជាមួយនឹងគាត់ហើយក៏បានចាត់ការគាត់តែម្ដងប៉ុន្តែហេតុអ្វីបានជាមិនបានឃើញសាកសពរបស់គាត់នៅទីនេះអញ្ចឹង
ដល់តែពេលมันបានឃើញសាកសពគាត់នៅកន្លែងចឹងធ្វើឲ្យលោកមេភូមិចាប់ផ្ដើមមានការសង្ស័យគាត់មិនច្បាស់ថាតើយាយគឹមត្រូវបានស្លាប់ឬក៏អត់នោះទេប៉ុន្តែក្រោយតែដឹងថាមើលទៅយាយគឹមហាក់ដូចជារងការវាយប្រហារយ៉ាងខ្លាំងប៉ុន្តែបើសិនជាគាត់ពិតជាស្លាប់ពិតមែនសាកសពរបស់គាត់ប្រហែលជាមិនទៅណាឆ្ងាយទេច្បាស់ជានៅខុនខ្ទមនេះជាមិនខានឬក៏យាយគឹមគាត់មិនអីនោះទេគ្រាន់តែរត់គេចខ្លួនមួយដងអាសិនតែប៉ុណ្ណោះដល់តែពេលអញ្ចឹងធ្វើឲ្យលោកមេភូមិគាត់ក៏មិនសូវជាសប្បាយចិត្តដែរព្រោះតែគាត់គិតថាយាយគឹមត្រូវបានស្លាប់បាត់បង់ជីវិតពិតមែនប៉ុន្តែផ្ទុយទៅវិញបែរជាមិនបានឃើញសពរបស់គាត់ធ្វើឲ្យលោកមេភូមិនឹងនៅតែមានការបារម្ភរដែវដោយមិនអស់ចិត្តលោកមេភូមិក៏បានប្រាប់មនុស្សទាំង3នាក់ដែលមកតាមគាត់នឹងឲ្យនងគ្នាដៃបែកផ្លូវគ្នាដែលរកនៅជាតិខ្ទង់មួយនេះចង់ដឹងថាតើបានឃើញយាយគឹមគាត់ដេកដួលកន្លែងណាមួយឬក៏អត់ចំណែកគាត់វិញចូលទៅខាងក្រោមផ្ទះដើម្បីធ្វើការពិនិត្យមើលដូច្នេះពួកគាត់ទាំង4នាក់ក៏បានបែកផ្លូវគ្នាដើម្បីស្វែងរកយាយគឹមនៅបរិវេណជុំវិញផ្ទះនេះទាំងអស់តែម្ដងហើយនៅពេលដែលពួកគាត់បែកផ្លូវគ្នាដើម្បីទៅស្វែងរកយាយគឹមបរិវេណនៅក្នុងព្រៃក្បែរខ្ទមរបស់យាយគឹមក៏នៅតែមិនបានឃើញយាយគឹមដែរសូម្បីតែស្នាមឈាមឬក៏ដានអ្វីក៏ដោយក៏ហាក់ដូចជាមិនប្រទះឃើញតតែសោះធ្វើឲ្យពួកគាត់នឹងគឺត្រូវចំណាយពេលវេលាជាច្រើនម៉ោងដើម្បីស្វែងរកឲ្យតតែឃើញប៉ុន្តែបន្ទាប់ពីគាត់ស្វែងរកអស់ជាច្រើនម៉ោងទៅហើយក៏នៅតែមិនបានឃើញនៅសាកសពឬក៏ដានរបស់យាយគឹមពួកគាត់ក៏បាននាំគ្នាមកជួបគ្នានៅមុខខ្ទមរបស់យាយគឹមវិញហើយពួកគេបាននិយាយប្រាប់លោកមេភូមិម្ដងម្នាក់ថាពួកគេគឺរកមិនឃើញយាយគឹមតតែសោះមិនដឹងថាពេលនេះគាត់នៅអាណានោះទេហើយក៏មិនដឹងថាតើគាត់ស្លាប់ឬក៏រស់ដែរចំណែកលោកមេភូមិគាត់ក៏នៅតែមិនអស់ចិត្តគាត់ចាប់ផ្ដើមសង្ស័យថាមើលទៅយាយគឹមប្រហែលជាមិនទាន់ស្លាប់បាត់បង់ជីវិតនោះទេដូច្នេះគាត់ក៏បានប្រញាប់ត្រឡប់ទៅកាន់ភូមិវិញនិងយកដំណឹងមួយនេះប្រាប់ទៅកាន់អ្នកភូមិដែលកំពុងតែរងចាំយ៉ាងអន្ទះសារនៅពេលដែលមិនប្រកាសថាយាយគឹមត្រូវបានស្លាប់ 100% បែបនេះធ្វើឲ្យអ្នកភូមិកាន់តែមានការព្រួយបារម្ភប៉ុន្តែយ៉ាងណាក៏ដោយក៏អ្នកភូមិហាក់ដូចជាមានការសប្បាយចិត្តបន្តិចដោយសារតែគិតថាអាសនៈរបស់យាយគឹមត្រូវបានខ្ចាត់ខ្ចាយនឹងខ្ទេចខ្ទីបែបនេះប្រហែលជាមានអ្នកខ្លាំងពូកែណាម្នាក់មកកម្ចាត់យាយគឹមហើយយាយគឹមដោយសារតែមិនអាចទប់ទល់ជាមួយនឹងគេបានគាត់ក៏បានរត់គេចខ្លួនបាត់តែម្ដងយ៉ាងហោចណាស់ក៏អាចធ្វើឲ្យយាយគឹមនឹងលែងធ្វើបាបអ្នកភូមិបានបន្តទៅទៀតដែរទោះបីជាមិនបានឃើញគាត់ស្លាប់ដោយផ្ទាល់ភ្នែកក៏ដោយក៏ពួកគេហាក់ដូចជារៀងសប្បាយចិត្តជាងមុនបន្តិចព្រោះអីគិតថាមើលទៅយាយគឹមប្រហែលជាមិនអាចមកធ្វើបាបអ្នកភូមិបានបន្តទៅទៀតនោះហើយលោកមេភូមិគាត់បានប្រញាប់ធ្វើដំណើរចូលទៅក្នុងវត្តភ្លាមដើម្បីយកដំណឹងមួយនេះប្រាប់ទៅកាន់លោកតាដែលជាព្រះចៅអធិការវត្តចំណែកឯលោកតាព្រះចៅអធិការវត្តបន្ទាប់ពីបានឮរឿងរ៉ាវនិងហេតុការណ៍ដែលបានកើតឡើងតាមរយៈលោកមេភូមិបានរៀបរាប់ប្រាប់ហើយលោកបានធ្វើការសន្និដ្ឋានថាបើសិនជាមិនមានគ្រូអាគមខ្លាំងពូកែណាម្នាក់មកចាត់ការយាយគឹមនោះទេអាចមកពីគាត់ត្រូវបានគ្រូកំណើតរបស់គាត់នឹងគឺជាអ្នកចាត់ការគាត់តែម្ដងដោយសារតែគាត់បានធ្វើខុសជាមួយនឹងដំណំរបស់គ្រូរបស់គាត់អញ្ចឹងហើយបានជាប្រលឹងគ្រូរបស់គាត់មកចាត់ការគាត់បែបនេះដោយអាត្មាមានសង្ឃដីការួចហើយថាការដែលខុសដំណំរបស់គ្រូវាមិនមែនជារឿងធម្មតានោះទេអាចនឹងមានគ្រូធំរហូតដល់បាត់បង់ជីវិតប៉ុន្តែចម្លែកត្រង់ថាហេតុអ្វីបានជាមិនបានឃើញសាកសពរបស់គាត់នៅក្នុងខ្ទមរបស់គាត់ចឹងដូច្នេះលោកតាក៏គាត់មិនបានដឹងអំពីសាច់រឿងនេះឲ្យបានច្បាស់លាស់ដែរថាតើវាទៅជាយ៉ាងណាបានជាសាកសពរបស់គាត់បែរជាត្រូវបានបាត់បែបនេះហើយសំបីតែលោកតានឹងក៏មិនប្រកាស 100% ដែរថាយាយគឹមត្រូវបានស្លាប់បាត់បង់ជីវិតអ្វីដែលលោកតាក្តាំផ្ញើជាលើកចុងក្រោយគាត់បានប្រាប់ទៅកាន់លោកមេភូមិថានៅពេលដែលញោមត្រឡប់ចូលទៅក្នុងភូមិវិញញោមត្រូវតែប្រាប់អ្នកភូមិឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះអីមើលទៅរឿងរ៉ាវមួយនេះមិនមែនជារឿងធម្មតាឡើយបើសិនជាមានការធ្វេសប្រហែសអាចនឹងនាំគ្រោះថ្នាក់ទៅដល់ក្នុងភូមិជាមិនខានចំណែកលោកមេភូមិគាត់ក៏បានធ្វើការលាលោកតាត្រឡប់មកក្នុងភូមិវិញនិងយកពាក្យដែលលោកតាបានផ្ដែផ្ដាំនឹងប្រាប់ទៅកាន់អ្នកភូមិឲ្យមានការប្រុងប្រយ័ត្នស្របពេលដែលអ្នកភូមិក៏មិនសូវដូចជាមានការព្រួយបារម្ភអ្វីដែរព្រោះអ៊ីគិតថានៅពេលនេះយាយគឹមត្រូវបានគេវាយរត់ខ្ចាត់ខ្ចាយបាត់ទៅហើយអញ្ចឹងពួកគាត់គឺមានតែសប្បាយចិត្តទៅវិញនោះអ្នកភូមិទាំងអស់ក៏ចាប់ផ្ដើមរស់នៅដូចជាធម្មតាដូចជាមិនមានរឿងអ្វីកើតឡើងតតែសោះប៉ុន្តែរយៈពេល3ថ្ងៃក្រោយមកក៏ចាប់ផ្ដើមមានរឿងរ៉ាវចម្លែកបានកើតឡើងនៅក្នុងភូមិគឺមាន់ទាឬក៏សត្វគោក្របីអ្នកភូមិហ្នឹងបែរជាត្រូវបានស្លាប់ពីមួយយប់ទៅមួយយប់គឺពិតជាចម្លែកខ្លាំងមែនតែនសត្វខ្លះត្រូវបានស្លាប់នៅនឹងកន្លែងប៉ុន្តែសត្វខ្លះវិញគឺបាត់ពីកន្លែងតែម្ដងដែលជាហេតុធ្វើឲ្យអ្នកភូមិចាប់ផ្ដើមមានការភ័យខ្លាចដូច្នេះរឿងរ៉ាវមួយនេះក៏បានដឹងឮទៅដល់លោកមេភូមិចំណែកលោកមេភូមិគាត់បន្ទាប់ពីធ្វើការពិនិត្យទៅក៏មិនដឹងថាតើជាអ្វីឲ្យពិតប្រាកដដែរឬក៏ជាសត្វព្រៃកាចសាហាវចូលមកក្នុងភូមិដើម្បីធ្វើការវាយក្រហាទៅកាន់សត្វចិញ្ចឹមរបស់អ្នកភូមិទាំងអស់នោះប៉ុន្តែបើសិនជាពិតជាសត្វព្រៃពិតមែន
ก็วีมันอาจรวยได้เพราะแต่ภูมินี้มันทลอบมีสัตว์ประกาศสหาวมาทวยการไว้ประหารนุเตหอยนามุ้ยการสลับระบสัตว์ต่างออกนุวิหะโดยชีจำไหลตรองทาเนเปได้เรื่องราวเกิดล้างผู้เก้หักโดยชีมันเดิงคล้วนต่อเตสอต่อเตปรึกล้างเตอผู้เก้บานเคืองแหดกาหรือก็สนามเชี่ยมเดินกันไหลคราวโกหรือก็ตรงม้อนระบบผู้เก้นังเองจังหอยบานชีกรุบนี้มีหารำท้าจำไหลเอาไว้ในการตายจำไหลเจียงนี้เตอตีนโนคือเนื้อจุ่มวิงกันไหลเก่าแฮดหักด้วยชีมันบานเคินมีสนามเจืองหยาพุ่มสัตว์การสหาวต่อเตสอพรูไอบอสเซนจีมีนสัตว์การสหาวโจรมาเป็ดแมนวิชบาเชื่อบันเสาตุกเนอสนามเจืองเจียมันคานบรรไดนี้คือมันมีดำรวยเอาไว้ต่อเตสอได้จีให้เพื่อไอโปเกนึงก็จับด้ามสังสัยท่าเมื่อเต้ยประหายจีมันแมนจีสัตว์ประการสหาวนุเตปตัวเตอวินไอ้ยังมีเอาไว้เซ้งได้การสหาวจริงนี้เตอเตียดเนื้อเปได้เรื่องราวได้มันประกอบนี่กาดลังเพื่อเอาไอ้นักภูมิจับประดามเมียนกาภัยคลาดหนึ่งเมียนกาปรุยบารอมเมื่อตื่ภูมิระเบาะปูเกหากด้วยเจียมันตะทูบานเพียบสุขซานเตียดลอยเบอร์เซนจิตไงนามวยสัตว์โกกระใบมวนเตียระเบาะปูเกอ๋อจะบักเจวีมักโรคมนุษย์เจียมันคานหรือก่อเปได้แนะนามันอยากเฟะประแฮด่าเตาตียบแต่มันนักเองจะบักเจไตรบ้านเวียเถือกาไว้ประหาจังเฮยบ้านจีอยากภูมิมีนอารมณ์ทามันเซอร์มีนสบัตเพียบตอลเตซอปัตแต่ลกเมภูมิกอดบ้านนึกเคยแต่ดอเรื่องมวยเดาซาตายมวยระยะนี่แจกตะลือสำเลงชกายลูได้กล่อมภูมิยังจำไหลปันใต้หักโดยชีคเมียนเรื่องเอาไว้กาดลายนูเทตัวใบชียังนาก็ดอยก่อชกายนักครองภูมิเวียมันแจกตะลูไปได้อาจหนึ่งเมียนเอาไว้มวยโจรมาครองภูมิเนไปหยบเฮเวียบ้านเคยเวียก็บ้านลูเป็นภูมิแต่มาดองเตอปันใต้เนี่ยภูมิเมื่อมันเคยบ้านจีเนี่ยภูมิมันดังปีมูลแหดแต่ถั่วเอามีเรื่องราวเกิดลายในคลองภูมิแบบนี้โลกเมภูมิจับดามซ่องไซท่าเรื่องราวได้บานเกิดลางในคลองภูมิประหายชีมันแม่นชีมนุหรือก่อสัตว์กายสหาวในคลองไพรนุเตอาจเจือปูอักมนุก็ทาบานได้โดยซาแต่ชกายวีอาจเมื่อเคยเนื้อปูอักมนุจังหอยบานจีปีได้เวียบานเคยเวียถือการลูเป็นภูมิแต่มาดองเหตุนี้ดำใบดอสไลในเรื่องราวมือนี้ลูกเมภูมิก็คือเมียนแต่จัดกำลังปรอบๆมวยจำนวนดำใบเยี่ยมกาเมื่อในคลองภูมิแต่บนเนาะจองเดินท่าตาวเมียนเรื่องราวเอาไว้กัดหลังอ้อยเป็ดประกอบเบอร์เซนจีปเตะนามวยบานจูบเหตุการจำไหลเอาไว้มวยคือเต้าแต่ประหยับกัวตระเล่าหรือก็ตระเดาดำใบจีสัญญาประกาอาสอนเอาเนี่ยภูมิเสียงเทียดเจียปีแซคือเจเนดาวระบาดนเปยบหนึ่งคือเต้าแต่เจงแต่จวยเจียบันตวนโดยชนะรอยยบคือแต่งแต่มีมนุษย์เพราะเป็นกำลังเจจรานเนี่ยโดยดักนอมโดยโลกเมภูมิหนึ่งนอมคเนียเจงมอกาเปียภูมิเสือแต่จีเรียงรอยยบลูดอลยบมวยคือจียบแดดเพื่อออยกรุบเนียสเตือแต่นึกสมานมันดอลในขนมยบนุคือจีเรียงรอยยบเวเลียเปียกันดาดาเทียดจำนายแอร์เพราะแดดาระบาดนเปียยบก็หักโดยจีออกกำลังหนึ่งงวยเก่งปูเก้ก็บานสำรักเรียงคลวนซุกสรับแต่มีนสำเลงชแกลูลางเป็นภูมิแต่ไม่ดองนแปแดชแกจับรามโปรหนึ่งลูแบบนี้เพราะแดาระบาดในขนมภูมินึงก็จับประดามพยักดึงคลวนลางปูเก้จับประดามนอมเขียปูนหนึ่งโรงจามสังเกตเมอจองดึงท้าตาวิเมียนเรื่องราวเอาไว้กาดล้างบานชีชแกในขนมภูมิวิจับประดามลูต่อเขียแบบนี้ลูกเป้ได้ปูเก้กำปุงไตลุยปูนดำใบสังเกตเมยเนาะสลับไตปูเก้โดยชีบานเคยเนื้อเพลิงดอกทุ่มมือยางเหาะเจ้งปีขนมเปรย์เมาโจตะกรามดามชื่อดอกทุ่มมุ้ยในกระบาแตะในแหนภูมิเนียงเนื้อเป้ได้เคยจังปูเก้จับประดามเปลือกระบาชิญาแต่มาดองโดยซาไตปูเก้กึดท้าเพลิงได้ปูเก้บานเคยนุขมิ้นเอาไว้กล่าวแต่ปีเพลิงระบาปรีนุเทเนื้อเป้ได้บ้านคืนเพลิงฮอโจยตะกบาเตียในแหนภูมิแหนแบบนี้โลกเมภูมิจมวยหนึ่งปรอบเสียงเตียดบ้านน้อมคณีประหยับถือดำนาวตัวการตีนุเพลียมแต่มาดังปันใต้ปูเก้คือมันตอนถือไอเก็บอ่าวโนเทโดยกรุ๊ปคณีพี่ยิ้มตลบหนึ่งสงามสกัดเจตีบำพดสมไปแต่มาจับเตียนุก็มันบานดังคืนฟังได้ปันใต้สลับแต่เปได้ปูกอดกำปุงแต่ลบหนึ่งเปนุสลับแต่ปูกอดหะโดยชีบันเคยท้าเมียนสำราระบอบมนุษย์รีมันเนียกเมียนซอกบ้าลางกันเตืองพเนกระบอบเนียงหะโดยชีเมียนปอกระหอมมันเติมแต่ปนเนาะรูปกายระบอบเนียงคือเปรียบโดยชีมนุษย์รีได้เมียนไว้จำนะมันเนียกกำปุงแต่ได้โจตะคางกรามเตียเนี่ยภูมิได้กำปุงแต่เก่งลงลวกมันดึงคลวนหนึ่งเองนเปลได้เนียงดาวโจตะคางกรามเตียคือจีกันแรงตรงม่อนนบ่เนี่ยภูมิบ้านเติมแต่มวยแผลซอสลับแต่สำเลงม่อนใบจีบันใส่ปะอาลังเนื้อเปลได้สำเลงมอนใส่ปะอาลางสลับแต่มาจับแต่ก็บานเดิงคลวนโดยกินีพังได้ใจดอนไอหลกเมภูมิจมวยหนึ่งเนี่ยภูมิได้กำปงแต่รงจำคลัวเมือนุก็บางประยับนอมคณีสตุสเรียรถโจเตอแต่มาดองได้จีแฮดทั่วห้อยมาจับแต่นึงฮักดจิมินกาไพต่อสลดโดยซาแต่ปุกวัดมันดังทาปุกวัดเจียนหนาหนึ่งหมกไปนานุเตดำบงร้อยเรียงไพได้บรรทายนไปได้บานเคยปุกวัดจะบ้าเติบดังทาตามเปิดกรมลูกเมภูมิซอโดยชนะมาจับเตะก็แรงมินกาไพ่คลายบรรต่อเตียดตัวเวงใบจีมีเพียบกอกกระไดโดยซาแต่เมนมนุษย์จีจรานกำพงแต่หมกช่วยปุกวัดจ
ចំណែកក្រុមរបស់លោកមេភូមិហើយនឹងប្រប្រុសផ្សេងទៀតនៅពេលដែលពួកគាត់សម្រុកចូលទៅកាន់ទ្រុងមន់ទ្រុងទារបស់ម្ចាស់ផ្ទះដែលមានផ្ទះនៅក្បែរព្រៃនឹងពេលនោះក៏ស្រាប់តែពួកគាត់បានឃើញថាគឺជាស្ត្រីវ័យចំណាស់ម្នាក់សក់ក្បាលឡើងសំពងភ្នែកឡើងក្រហមកញ្ចក់របស់នាងវែងៗជាមួយនឹងចង្កូងដ៏មុតស្រួយផងដែរនៅពេលដែលឃើញបែបនេះពួកគាត់ដឹងថាការពិតវាគឺមិនមែនជាមនុស្សនោះទេដោយសារតែឃើញថាមានមនុស្សជាច្រើនកំពុងតែផ្អើលចូលរត់មុខបែបនេះស្រាប់តែរូបរាងកាយនោះបែរជាដើរទម្លុះទ្រុងមាន់គិតទៅបាត់តែម្ដងទៅបន្តមកស្រាប់តែពួកគាត់បែរជាបានឃើញថាមានភ្លឿនធំមួយបានហោះចេញពីតំបន់ដែលរូបរាងកាយរបស់ស្ត្រីចំណាក់នោះបាត់ខ្លួនហើយក៏បានហោះចូលទៅក្នុងព្រៃបាត់ឃើញបែបនេះលោកមេភូមិបានហាមឃាត់មិនឲ្យគ្រប់គ្នាតាមនោះទេបើសិនជាតាមច្បាស់ជាមានគ្រោះថ្នាក់ជាមិនខានដោយសារតែពេលនេះគឺជាពេលយប់ហើយពួកគាត់ក៏ដឹងហើយថាអ្វីនៃមុខអុកលុកនៅក្នុងភូមិគឺមិនមែនជាមនុស្សនោះទេលោកមេភូមិបាននិយាយប្រាប់គ្រប់គ្នាថាអ្វីដែលគាត់បានឃើញជាមួយនឹងប្រុសផ្សេងទៀតវាគឺជាសភាពរបស់ព្រាយមិនត្រឹមតែប៉ុណ្ណោះបើតាមគាត់មើលទៅកាន់មុខមាត់និងផែនទីវិញគឺដូចជាលោកយាយគឹមបែតបិទសបញ្ជាក់ឲ្យឃើញថានៅពេលនេះប្រហែលជាលោកយាយគឹមគាត់បានខ្លាយទៅជាព្រីបាត់ទៅហើយអញ្ចឹងតាបានជាពួកគេគឺរកសពរបស់គាត់មិនឃើញដោយសារតែមានរឿងរ៉ាវកើតឡើងនៅក្នុងភូមិបែបនេះដូច្នេះនៅក្នុងយុគនឹងធ្វើឲ្យអ្នកភូមិម្នាក់ភ័យព្រលឹងចុងសក់រៀងខ្លួនប៉ុន្តែដោយសារតែត្រូវបានមនុស្សប្រុសជាច្រើនកំពុងតែនាំកម្លាំងគ្នាការពារភូមិដូច្នេះធ្វើឲ្យអ្នកភូមិនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងនោះទេហើយលោកមេភូមិក៏បានចាប់ផ្ដើមដាក់កម្លាំងកាន់តែច្រើនដើម្បីការពារភូមិព្រោះនៅពីពួកគាត់បានដឹងច្បាស់ហើយថាអ្នកដែលមកអុកលុកនៅក្នុងភូមិគឺមិនមែនជាមនុស្សឡើយវាគឺជាព្រាយបើសិនជាមនុស្សតិចតួចនៅការពារភូមិច្បាស់ជាត្រីបានវាប្រហារជាមិនខានចឹងហើយគាត់គឺត្រូវតែដាក់កម្លាំងបន្ថែមទៀតមុនពេលដែលពួកគាត់អាចដោះស្រាយនៅបញ្ហាមួយនេះបានហេតុនេះគឺមានប្រុសកាន់តែច្រើនទៅដែលចូលមកស្ម័គ្រចិត្តដើម្បីការពារភូមិរបស់ពួកគេលោកដល់វេលាព្រឹកស្អែកឡើងមិនតាន់នោះទេលោកមេភូមិគាត់ក៏បានប្រញាប់ទៅកាន់វត្តភ្លាមដើម្បីយកដំណឹងមួយនេះប្រាប់ទៅកាន់លោកតារាជាព្រះចៅអធិការវត្តចំណែកឯលោកតាបន្ទាប់ពីបានដឹងដំណឹងមួយនេះហើយថាយាយគឹមគាត់បានប្រែក្លាយទៅជាខ្មោចព្រាយលោកតាក៏បានធ្វើការសន្និដ្ឋានដឹងថាចឹងមានន័យថាវិជាដែលយាយគឹមបានរៀននោះគឺច្បាស់ជាវិជាខ្មោចព្រាយជាមិនខានចឹងតាបានជាគាត់ត្រូវការឈាមស្រកនិងសាច់ស្រកពីអ្នកភូមិដោយសារតែគាត់រៀននៅវិជាមួយនេះហើយណាមួយការរៀនវិជ្ជាមួយនេះអាចនឹងធ្វើឲ្យមានសកម្មភាពមួយចំនួនវាខុសជាមួយនឹងទំនំរបស់គ្រូគាត់ហើយគ្រូរបស់គាត់ក៏បានចេញមកកាច់គាត់យកដៃតែម្ដងអញ្ចឹងហើយបានជាគាត់គឺត្រូវបានស្លាប់ប៉ុន្តែដោយសារតែគាត់គឺជាគ្រូអាគមដែលរៀននៅវិជ្ជាខ្មោចព្រាយបន្ថែមទៀតវិញ្ញាណរបស់គាត់គឺមិនទៅណានោះទេក៏បានប្រែក្លាយទៅជាព្រាយតែម្ដងទៅហើយព្រាយដែលកើតចេញពីគ្រូអាគមបែបនេះគឺវាមានភាពកាចសាហាវខ្លាំងណាស់វាសម្រាប់មនុស្សមិនរស់មកឡើយជាពិសេសគ្រូអាគមលំក៏មិនអាចធ្វើការបង្ក្រាបវាបានដែរអញ្ចឹងគឺមានតែលោកចេញមកដោយផ្ទាល់តែប៉ុណ្ណោះដើម្បីកម្ចាត់វានឹងឯងដូច្នេះលោកតាក៏មានសង្ឃដីកាប្រាប់ឲ្យលោកមេភូមិឆាប់នាំផ្លូវលោកទៅកាន់ខ្ទមរបស់លោកយាយគឹមភ្លាមតែម្ដងព្រោះតែលោកចង់ទៅកម្ចាត់វិញ្ញាណរបស់គាត់មុនពេលដែលវិញ្ញាណរបស់គាត់ចូលមកក្នុងភូមិសម្រាប់អ្នកភូមិព្រោះតែដំបងឡើយគឺគាត់សម្រាប់តែសត្វតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលវាប្រតែកជាមួយនឹងអ្នកភូមិវាច្បាស់ជាសម្រាប់ទាំងអ្នកភូមិជាមិនខានដូច្នេះលោកមេភូមិគាត់ក៏បាននាំផ្លូវលោកតាដើម្បីធ្វើដំណើរទៅកាន់ខ្ទមរបស់យាយគឹមប៉ុន្តែនៅពេលដែលលោកតាចូលទៅដល់ខ្ទមរបស់យាយគឹមហើយបានឃើញថាគឺសាកសពរបស់គាត់ត្រូវបានលាក់បាត់ទៅហើយហេតុនេះហើយធ្វើឲ្យវាពិបាកនៅក្នុងការកម្ចាត់វិញ្ញាណរបស់គាត់បើសិនជាចង់កម្ចាត់វិញ្ញាណរបស់គាត់ពិតមែនតលតែស្វែងរកសាកសពរបស់គាត់ឲ្យឃើញជាមុនសិនបន្ទាប់មកយើងធ្វើពិធីដើម្បីដុតវាចោលហើយទើបវិញ្ញាណរបស់គាត់ងាយស្រួលនៅក្នុងការកម្ចាត់បើមិនដូច្នេះនោះទេយើងនឹងមិនងាយនៅក្នុងការកម្ចាត់វិញ្ញាណរបស់គាត់បានឡើយដោយសារតែនៅពេលនេះរូបរាងកាយរបស់គាត់គឺត្រូវបានលែងទុកហើយវិញ្ញាណរបស់គាត់នឹងចូលសន្ធិដ្ឋនៅក្នុងរូបរាងកាយវិញដែលជាហេតុធ្វើឲ្យយើងពិបាកនៅក្នុងការកម្ចាត់វិញ្ញាណរបស់គាត់ចោលដូច្នេះលោកតាក៏បានប្រាប់ឲ្យលោកមេភូមិត្រូវតែចាត់អ្នកភូមិជាឆានតាមស្វែងរកនៅសាកសពរបស់គាត់ឲ្យតតែឃើញបើមិនដូច្នេះទេនៅក្នុងភូមិមួយនេះច្បាស់ជាជួបជាមួយនឹងគ្រោះធំជាមិនខានចំណែកលោកមេភូមិគឺគាត់ធ្លាប់បានតាមស្វែងរកនៅសាកសពរបស់លោកយាយគឹមម្ដងរួចមកហើយប៉ុន្តែមិនបានប្រទះឃើញតតែសោះដោយសារតែលោកតាមានសង្ឃដីកាបែបនេះគាត់បានចាត់អ្នកភូមិកាន់តែច្រើនជាងមុនទៅទៀតដើម្បីជួយស្វែងរកសាកសពរបស់យាយគឹមតនមេឃនៅភ្លឺបើសិនជាមេឃងងឹតពួកគេគឺត្រូវតែប្រញាប់ត្រឡប់មកកាន់ភូមិវិញគឺមិនអាចងុំនៅក្នុងព្រៃបន្តទៅទៀតនោះទេប៉ុន្តែទោះបីជាពួកគាត់ចំណាយពេលវេលាអស់ជាច្រើនម៉ោងនៅក្នុងការតាមស្វែងរកសាកសពរបស់យាយគឹមយ៉ាងណាក៏ដោយក៏នៅតែរកមិនឃើញទាល់តែសោះ
ដូចឆ្នេះធ្វើឲ្យគ្រប់គ្នាគឺអស់សង្ឃឹមនិងបាននាំគ្នាត្រឡប់ចូលមកក្នុងភូមិវិញមុនពេលដែលមេឃងងឹតព្រោះតែលោកមេភូមិបានផ្ដាំហើយថាត្រូវតែត្រឡប់មកភូមិវិញមុនពេលមេឃងងឹតបើមិនដូច្នេះទេអ្នកទាំងអស់គ្នាច្បាស់ជាត្រូវបានជួបជាមួយនឹងគ្រោះថ្នាក់ជាមិនខានចឹងហើយបានជាអ្នកភូមិប្រញាប់នាំគ្នាវិលត្រឡប់មកវិញតាមសម្ដីរបស់លោកមេភូមិដែលបានផ្ដាយផ្ដាំចាប់តាំងពីយប់នេះទៅលោកមេភូមិក៏បានចាត់មនុស្សប្រុសៗជាច្រើនដើម្បីការពារភូមិឲ្យបានតឹងរឹងដែលមិនឲ្យមានរឿងរ៉ាវអ្វីកើតឡើងទៅលើអ្នកភូមិនោះទេព្រោះតែគាត់ដឹងថាអ្វីដែលគាត់ត្រូវបានជួបនោះគឺមិនមែនជាមនុស្សធម្មតាឡើយហើយអ្នកភូមិក៏មិនត្រូវដើរចេញទៅណាទៅណីប្រទេសផ្ដាតែម្នាក់ឯងនៅពេលយប់ដែរបើសិនជាមានការវាយចាំបាច់គឺត្រូវតែហៅគ្នាទៅជាមួយដោយសារតែពេលនេះគឺជាពេលវេលាមួយដែលគ្រោះថ្នាក់ជាទីបំផុតនិងគ្រោះថ្នាក់គ្រប់ជំហានបើសិនជាហ៊ានតែប្រហែលសមាជិកអូជីវិតជាមិនខានដោយសារតែការយកចិត្តទុកដាក់ការពារពីអ្នកភូមិធ្វើឲ្យភូមិមួយនេះក៏ហាក់ដូចជាលែងមានរឿងរ៉ាវចម្លែកកើតឡើងបន្តទៅទៀតដែរពេលវេលាក៏បានកន្លងអស់ទៅជាច្រើនថ្ងៃគឺមិនបានឃើញថាមានហេតុភេទអ្វីចម្លែកកើតឡើងទៀតនោះទេទោះបីជាយ៉ាងណាក៏ដោយលោកមេភូមិនៅតែពង្រឹងនៃការការពារដដែលដរាបណាពួកគាត់មិនទាន់អាចកម្ចាត់នៅព្រាយីគឹមបានដូច្នេះគាត់នៅតែមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដល់ឡើយនៅពេលយប់ពួកគាត់បានការពារភូមិចំណែកឯនៅពេលថ្ងៃវិញពួកគាត់ចាត់កម្លាំងមួយចំនួនដើម្បីតាមរកសាកសពរបស់យាយគឹមដើម្បីយកមកដុតកំទេចចោលបើមិនដូច្នេះទេគាត់នឹងរស់នៅក្នុងសភាពភ័យខ្លាចបែបនេះជារៀងរហូតលុះត្រាតែកម្ចាត់នៅវិញ្ញាណព្រាយរបស់យាយគឹមបានទើបពួកគាត់អាចទុកចិត្តនឹងត្រឡប់មកកាន់ភាពសុខសាន្តដោយការពីលើកមុនឡើងវិញបន្ទាប់ពីស្ថានភាពត្រូវបានស្ងប់ស្ងាត់អស់រយៈពេលច្រើនថ្ងៃស្រាប់តែនៅយប់មួយហាក់ដូចជាមានរឿងរ៉ាវមួយត្រូវបានកើតឡើងធ្វើឲ្យផ្អើលអ្នកភូមិពេញភូមិតែម្ដងកាលដែលបានកើតឡើងនោះគឺមានអ្នកភូមិម្នាក់ដែលនាងមានឈ្មោះថានាងរីនេះឯងដែលធ្លាប់ទៅពឹងពាក់ឲ្យយាយគឹមជួយទៅដល់នាងកាលពីលើកមុនប៉ុន្តែពេលនេះមានរឿងរ៉ាវចម្លែកបានកើតឡើងទៅលើនាងតែម្ដងមើលទៅនាងហាក់ដូចជាត្រូវបានវិញ្ញាណព្រាយចូលទៅសន្ធិដ្ឋនៅក្នុងខ្លួនរបស់នាងនៅសារតែនាងគឺចូលចិត្តតែស៊ីរបស់ឆៅតែប៉ុណ្ណោះក្រុមគ្រួសាររបស់នាងបាននិយាយថាយប់មួយស្រាប់តែសត្វមាន់ទារបស់ពួកគេផ្អើលយ៉ាងខ្លាំងនិងស្រែកងក់ញែកឡើងពេញទ្រង់តែម្ដងនៅពេលដែលឮបែបនេះពួកគាត់គិតថាប្រហែលជាព្រាយរបស់យាយគឹមចូលមកស៊ីមាន់ទារបស់ពួកគេហើយប៉ុន្តែនៅពេលដែលពួកគាត់ប្រញាប់រត់ចូលទៅមើលបែរជាបានឃើញថាកៅពិតគឺជានាងរីដែលជាកូនស្រីរបស់គាត់សោះនៅពេលដែលឃើញបែបនេះធ្វើឲ្យពួកគាត់ពិតជាមានកៅភ័យទូលួតជាខ្លាំងព្រោះតែមិនគួរណាកូនស្រីរបស់គាត់បែរជាមកខំហែកមាន់ទាឆៅស៊ីស្រក់បែបនេះតតែសោះទាំងមានឈាមប្រឡាក់នៅឡើងពេញមាត់របស់នាងត្រឹមតែប៉ុណ្ណោះមើលទៅនាងក៏ហាក់ដូចជាមិនមានស្មារតីដោយកាលពីលើកមុនដែរដែលជាហេតុធ្វើឲ្យពួកគាត់នឹងក៏ចាប់ផ្ដើមស្រែកផ្អើលឆៅឡៅឡើងដើម្បីរកអ្នកភូមិឲ្យមកជួយនៅពេលដែលអ្នកភូមិបានមកដល់ឃើញហេតុការណ៍បែបនេះគេបានប្រញាប់នាំគ្នាចាប់នាងរីចងព្រោះអីខ្លាចថានាងនឹងអាចរត់ចូលទៅក្នុងព្រៃបាត់នេះវិធីដើម្បីការពារកុំឲ្យនាងបាត់ខ្លួននៅក្នុងយុគនេះគឺមានតែចាប់នាងចងផ្អើបជាប់ជាមួយនឹងសសរពធៈបណ្ដោះអាសន្នសិនតែប៉ុណ្ណោះចាំថ្ងៃស្អែកឡើងពួកគេនឹងរកវិធីដោះស្រាយតាមក្រោយទៀតព្រោះតែនៅពេលនេះពួកគេក៏មិនដឹងថាគួរធ្វើបែបណាដែរការដែលចាប់នាងចងគឺជានីតិវិធីតែមួយល្អបំផុតសម្រាប់ពួកគេនៅពេលនេះចំណែកឯក្រុមគ្រួសាររបស់នាងរីវិញពួកគាត់មិនដឹងថាតើមានអ្វីកើតឡើងចំពោះកូនស្រីរបស់គាត់នោះដែរហេតុអ្វីបានជានៅសុកកូនស្រីរបស់គាត់ប្រែคล้ายទៅជាបែបនេះទៅវិញនិយាយឡើងដឹងគ្នាមិនត្រឹមតែប៉ុណ្ណោះនាងតែងតែស្រែកខ្លាំងបញ្ចេញនូវអាការៈដ៏ចម្លែកនិងគួរឲ្យខ្លាចហើយនាងបានស្រែកថានាងឃ្លានឈាមថែមទៀតដរាបការបែបនេះគឺមានន័យថាមិនមែនជាកូនស្រីរបស់គាត់ឡើយប្រហែលជានាងគឺត្រូវបានវិញ្ញាណខ្មោចព្រាយឬក៏ខ្មោចព្រាយរបស់យាយគឹមនឹងគឺចូលសន្ធិដ្ឋនៅក្នុងខ្លួនរបស់នាងបាត់ទៅហើយលោកមេបូមក៏បានកែសួរនាំទៅកាន់ក្រុមគ្រួសាររបស់នាងរីថាតើនាងធ្លាប់មានបានទៅជួបជាមួយនឹងយាយគឹមសូមឲ្យយាយគឹមជួយនៅរឿងរ៉ាវអ្វីមួយឬក៏អត់ម្ដាយរបស់នាងរីបានប្រាប់ថានាងគឺពិតជាធ្លាប់បានទៅជួបពិតមែនប៉ុន្តែនាងបានព្យាយាមលាក់បាំងជាមួយនឹងអ្នកភូមិមិនឲ្យអ្នកណាគេម្នាក់បានដឹងថានាងទៅពឹងពាក់យាយគឹមនោះទេព្រោះតែនាងខ្លាចខ្មាស់គេប៉ុន្តែគាត់ក៏មិនដឹងដែរថាតើនាងទៅពឹងពាក់យាយគឹមក្នុងគោលបំណងអ្វីឡើយព្រោះតែនាងក៏មិនប្រាប់គាត់ដែរគាត់ដឹងដោយសារតែគាត់បានឃើញនាងត្រឡប់មកផ្ទះវិញនៅពេលយប់ហើយគាត់ជាជីកសួរតែប៉ុណ្ណោះប៉ុន្តែទោះបីជាគាត់ជាជីកសួរយ៉ាងណាក៏ដោយក៏នាងមិនប្រាប់ពីមូលហេតុដែលនាងទៅជួបជាមួយនឹងយាយគឹមដែរប៉ុន្តែចាប់តាំងពីនាងត្រឡប់មកវិញឃើញថានាងហាក់ដូចជាមានសភាពប្លែករហូតមកដល់ពេលនេះនាងចាប់ផ្ដើមប្លែកខ្លាំងយកតែមែនតែម្ដងគឺនាងបានស៊ីមាន់ទាឆៅនិងស្រែកលោឡាផ្ដេសផ្ដាស់មើលទៅដូចជាមិនមែនជាកូនស្រីរបស់គាត់ទៀតនោះទេ
ចំណែកឯលោកមេភូមិគ្រាន់តែគាត់បានឃើញនៅសភាពរបស់នាងរីនឹងគឺគាត់បានដឹងទៅហើយថាច្បាស់ជាវិញ្ញាណខ្មោចរបស់យាយគឹមឬក៏វិញ្ញាណព្រាយរបស់យាយគឹមចូលមកសន្ធិដ្ឋនៅក្នុងខ្លួនរបស់នាងជាមិនខានព្រោះអីនៅពេលដែលនាងទៅរកយាយគឹមឲ្យធ្វើពិធីនឹងមិនដឹងថាគាត់បានធ្វើអ្វីមួយលើនាងខ្លះបានជាគាត់អាចចូលមកសន្ធិដ្ឋនៅក្នុងខ្លួនរបស់នាងបានបែបនេះចឹង លុះដល់ពេលវេលាព្រឹកឡើងស្រាប់តែឮដំណឹងថាមិនមែនមានតែនាងរីម្នាក់នោះទេគឺមានអ្នកភូមិផ្សេងទៀតចាប់ផ្ដើមធ្លាក់ខ្លួនឈឺប៉ុន្តែគ្រាន់តែអាការៈមិនធ្ងន់ធ្ងរដូចជានាងរីតែប៉ុណ្ណោះហើយអ្នកដែលចាប់ផ្ដើមធ្លាក់ខ្លួនឈឺនឹងភាគច្រើនគឺសុទ្ធតែជាអ្នកដែលទៅធ្លាប់រកយាយគឹមឲ្យជួយដល់ពួកគេនឹងឯងមិនដឹងថាយាយគឹមបានឲ្យអ្វីខ្លះឬក៏ធ្វើអ្វីខ្លះដល់ពួកគេនោះទេបានទីពេលនេះពួកគេបែរជាចាប់ផ្ដើមធ្លាក់ខ្លួនឈឺយ៉ាងចម្លែកហេតុនេះលោកមេភូមិគាត់បានធ្វើការសន្និដ្ឋានថាច្បាស់ជាមកពីវិញ្ញាណរបស់យាយគឹម 100% ហើយបន្តមកគាត់ក៏បានប្រញាប់ទៅរកលោកតាដើម្បីឲ្យជួយដោះស្រាយចំពោះរឿងមួយនេះព្រោះថាលោកតាគាត់ក៏ជាអ្នកដែលចេះនៅវិជ្ជាមន្តអាគមដ៏ខ្លាំងពូកែម្នាក់ដែរប៉ុន្តែដោយសារតែលោកជាព្រះសង្ឃបានជាលោកមិនស៊ើជីចេញមុខដោះស្រាយចំពោះរឿងរ៉ាវមួយចំនួនអ្នកភូមិប៉ុន្តែនៅពេលនេះអ្នកភូមិជាច្រើនត្រូវបានរងគ្រោះដោយសារតែវិញ្ញាណរបស់យាយគឹមអញ្ចឹងហើយបានជាលោកមេភូមិគឺត្រូវតែទៅរកលោកឲ្យជួយជាដាច់ខាតព្រោះអីនៅក្នុងភូមិនេះគ្មានអ្នកណាម្នាក់ដែលអាចជួយបានក្រៅតែពីព្រះចៅអធិការនោះទេចំណែកឯព្រះចៅអធិការបន្ទាប់ពីត្រូវបានលោកមេភូមិប្រាប់អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិព្រះចៅអធិការក៏មិនអាចអបដៃមើលបានទៀតដែរគឺមានតែចេញមកជួយតែប៉ុណ្ណោះព្រោះអីអ្នកភូមិជាច្រើនគឺត្រូវបានរងការវាយប្រហារពីវិញ្ញាណរបស់យាយគឹមយ៉ាងធ្ងន់ធ្ងរហើយព្រះចៅអធិការក៏បានប្រាប់ឲ្យលោកមេភូមិថាទៅរកលោកអាចារ្យភិនឲ្យជួយបានដោយសារតែលោកអាចារ្យភិននឹងក៏ចេះនៅវិជ្ជាមន្តអាគមមួយចំនួនសម្រាប់ការពារអ្នកភូមិបានផងដែរព្រោះថាលោកអាចារ្យភិនគឺត្រូវបានព្រះចៅអធិការនឹងបង្រៀននៅវិជ្ជាមន្តអាគមជាច្រើនដល់គាត់ដើម្បីឲ្យជួយដល់អ្នកភូមិនៅពេលនេះក៏ត្រូវដល់ពេលវេលាដែលគាត់ប្រើនៅវិជ្ជាទាំងអស់នោះជួយជាប្រយោជន៍ដល់អ្នកភូមិផងដែរហើយលោកអាចារ្យភិនតលតែទទួលការអនុញ្ញាតពីលោកតាទើបគាត់ប្រើនៅវិជ្ជាមន្តអាគមទាំងអស់នោះបានព្រោះអីគាត់ធ្លាប់បានសន្យាឲ្យថាគាត់ចេះនៅវិជ្ជាមន្តអាគមទាំងអស់នោះហើយគាត់នឹងមិនប្រើវាប្រទេសផ្លាវនោះទេបើសិនជាមិនទទួលបានការអនុញ្ញាតពីលោកតាប៉ុន្តែនៅពេលនេះលោកតាបានប្រាប់ឲ្យគាត់ទៅជួយដល់អ្នកភូមិចឹងគឺគាត់បានចេញទៅជួយដល់អ្នកភូមិពេញដៃពេញជើងតែម្ដងហើយលោកមេភូមិជាមួយនឹងលោកអាចារ្យភិនបាននាំគ្នាជួយទៅក្នុងភូមិដើម្បីជួយទៅដល់អ្នកភូមិដែលរងគ្រោះដោយសារតែយាយគឹមបន្ទាប់ពីលោកអាចារ្យភិនក៏ធ្វើការពិនិត្យតាមចំណេះវិជ្ជារបស់គាត់មើលទៅឃើញថាការពិតអ្នកភូមិដែលធ្លាក់ខ្លួនឈឺភ្លាមៗនោះគឺមិនមែនឈឺដោយសារតែជំងឺរបស់ពួកគេនោះទេភាគច្រើនគឺឈឺដោយសារតែពួកគាត់គឺសុទ្ធតែត្រូវនៅមន្តអាគមម្នាក់ណាម្នាក់បើតាមគាត់ស្មានមិនខុសនោះទេគ្មានអ្នកណាក្រៅតែពីវិញ្ញាណព្រាយរបស់យាយគឹមតែប៉ុណ្ណោះព្រោះអីពួកគេគឺសុទ្ធតែទៅរកយាយគឹមឲ្យជួយហើយនៅពេលនេះក៏ដល់ពេលវេលាដែលយាយគឹមធ្វើបាបពួកគេវិញផងដែរទោះបីជាគាត់ស្លាប់ទៅហើយទៅដោយប៉ុន្តែវិញ្ញាណរបស់គាត់ក៏នៅតែคล้ายទៅជាព្រាយដ៏កាចសាហាវមួយដែរចឹងហើយបានជាគាត់បកមកធ្វើបាបពួកគេវិញបែបនេះក៏ព្រោះតែចង់យកជីវិតរបស់ពួកគេនឹងឯងដូច្នេះលោកអាចារ្យគឺមានតែវិធីមួយតែប៉ុណ្ណោះគឺគាត់បានធ្វើនៅខ្សែអំបោះដើម្បីឲ្យអ្នកភូមិពាក់ការពារខ្លួនពីខ្មោចព្រាយរបស់យាយគឹមបន្តអាសន្នសិនតម្រាំតែគាត់អាចកម្ចាត់នៅវិញ្ញាណរបស់យាយគឹមបានទើបពួកគេនឹងមានសុវត្ថិភាព 100% ដូច្នេះអ្នកដែលមានជំងឺទាំងអស់គឺសុទ្ធតែត្រូវបានការពារដោយខ្សែអំបោះរបស់លោកអាចារ្យភិនទាំងអស់គឺតែអ្នកដែលធ្ងន់ធ្ងរជាងគេតែប៉ុណ្ណោះគឺជានាងរីនឹងឯងតម្រាំតែលោកអាចារ្យគាត់រួចពីអ្នកភូមិផ្សេងទៀតមកដល់ផ្ទះរបស់នាងរីគឺឃើញថាមេឃក៏ចាប់ផ្ដើមងងឹតបាត់ទៅហើយអាការៈរបស់នាងក៏កាន់តែធ្ងន់ធ្ងរថែមទៀតមើលទៅវិញ្ញាណរបស់យាយគឹមនឹងគឺចូលទៅក្នុងខ្លួនរបស់នាងទាំងស្រុងតែម្ដងព្រោះអីមើលទៅប្រហែលជាគាត់មានរបស់អ្វីមួយយ៉ាងឲ្យទៅកាន់នាងបានជាគាត់អាចចូលសន្ធិដ្ឋនៅខ្លួនរបស់នាងបានបែបនេះអញ្ចឹងហើយលោកអាចារ្យគាត់ក៏បានចាប់ផ្ដើមរៀបចំធ្វើពិធីដើម្បីបណ្ដេញវិញ្ញាណព្រាយនោះចេញពីក្នុងខ្លួនរបស់នាងរីព្រោះអីបើតាមមើលទៅសភាពរបស់នាងនៅពេលនេះបើសិនជាស្រាយបញ្ចេញនាងភ្លាមនាងនឹងរត់ចូលទៅក្នុងព្រៃបាត់តែម្ដងដោយសារតែពេលនេះភ្នែករបស់នាងចាប់ផ្ដើមឡើងពណ៌ក្រហមចំណែកដៃរបស់នាងវិញគឺរកតែខ្វាយរបស់របរណាដែលនៅជិតខ្លួនរបស់នាងតែប៉ុណ្ណោះដែលជាហេតុធ្វើឲ្យរបើក្រចករបស់នាងឡើងឈាមពេញដៃហើយនាងព្យាយាមរើបំរាស់ប៉ុន្តែនៅមិនរួចនោះទេដោយសារតែខ្សែនោះចង់នាងរឹតតឹងនឹងមុំខ្លាំងពេកចឹងហើយបាននាងបានត្រឹមតែស្រែកលោឡាឲ្យគេដោះលែងនាងតែប៉ុណ្ណោះហើយលោកអាចារ្យភិនគាត់ក៏បានធ្វើការស្រែកគំរាមទៅកាន់វិញ្ញាណនៅក្នុងខ្លួនរបស់នាងថាឆាប់ចេញពីកាយកាយរបស់ស្រីក្រមុំម្នាក់នេះទៅបើសិនជាមិនព្រមចេញនោះទេយើងនឹងប្រើថក្តៅដាក់ឯងជាមិនខានប៉ុន្តែទោះបីជាគាត់ស្រែកប្រាប់ឲ្យវាចេញយ៉ាងណាក៏ដោយក៏វានៅតែមិនព្រមចេញដែរមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងបានមើលងាយទៅកាន់គាត់ថែមទៀតថាគាត់គ្មានសមត្ថភាពនៅក្នុងការកម្ចាត់វា
វានោះទេបើសិនជាក្រនបើឆាប់ឆាយខ្សែវាភ្លាមទៅនោះវានឹងធ្វើឲ្យគាត់ដឹងដៃជីមិនខានប៉ុន្តែលោកអាចារ្យភិនគាត់មិនបានខ្វល់ពីសម្ដីរបស់ព្រាយនឹងនិយាយនោះទេគឺគាត់គិតតែពីធ្វើពិធីរបស់គាត់ដែលគាត់បានប្រាប់ឲ្យគេនឹងទៅដាំទឹកយកមកឲ្យគាត់ដៃទឹកនោះគឺមានលាយនៅថ្នាំមួយចំនួនបន្ទាប់មកគាត់ថែមទាំងបានធ្វើការបញ្ចុះនៅមន្តអាគមនៅក្នុងទឹកដែលដាំនឹងថែមទៀតនៅពេលដែលគាត់បានសូត្រនៅមន្តអាគមទឹកថ្នាំដែលគាត់បានប្រាប់ឲ្យគេធ្វើនោះរួចហើយគាត់បានយកវាទៅស្រោចនៅលើខ្លួនរបស់នាងរីតែម្ដងនៅពេលដែលគាត់យកវាទៅស្រោចនៅលើខ្លួនរបស់នាងរីហាក់ដូចជាមានការឈឺចាប់នឹងក្តៅផ្សាជាខ្លាំងវាបានស្រែកខ្លាំងប៉ុន្តែយ៉ាងណាក៏ដោយក៏វិញ្ញាណនោះវានៅតែមិនព្រមចេញពីក្នុងខ្លួនរបស់នាងរីដែរដូច្នេះលោកអាចារ្យគាត់ក៏បានយករបស់មួយដែលលោកតាបានឲ្យមកកាន់គាត់នឹងយកទៅដាក់នៅលើក្បាលរបស់នាងតែម្ដងបន្ទាប់មកគាត់បានធ្វើការសូត្រនៅមន្តគាថាដើម្បីបណ្ដេញវិញ្ញាណព្រាយនេះឲ្យចេញពីក្នុងខ្លួនរបស់នាងរីមូលហេតុដែលគាត់ធ្វើបែបនេះគឺដោយសារតែវាគឺជាវិញ្ញាណព្រាយដ៏ខ្លាំងក្លាមួយមិនមែនជាវិញ្ញាណខ្មោចធម្មតានោះទេដូច្នេះគឺគាត់ត្រូវតែប្រើវិធីនេះទើបអាចបណ្ដេញវាចេញបានបន្ទាប់ពីការតស៊ូជាមួយនឹងគ្នាបានមួយសន្ទុះក្រោយមកវិញ្ញាណព្រាយនោះវាហាក់ដូចជាលែងមានសកម្មភាពខ្លាំងក្លាបន្តទៅទៀតវាក៏ហាក់ដូចជាស្ងប់ស្ងាត់ទៅវិញចំណែកលោកអាចារ្យភិនវិញគាត់បានក្រោកឡើងនិងប្រាប់ថានៅពេលនេះវិញ្ញាណព្រាយនោះបានចាកចេញពីខ្លួនប្រាណរបស់នាងទៅហើយប៉ុន្តែយ៉ាងណាក៏ដោយក៏គាត់នៅតែធ្វើខ្សែអំបោះដើម្បីការពារទុកឲ្យនាងដដែលដើម្បីកុំឲ្យវាត្រឡប់ចូលមកក្នុងខ្លួនប្រាណរបស់នាងសារជាថ្មីម្ដងទៀតលុះដល់ពេលដែលគាត់ក្រឡេកមើលទៅកាន់ដៃរបស់នាងដែលគាត់កំពុងតែពាក់ខ្សែអំបោះឲ្យនោះស្រាប់តែគាត់បានឃើញចិញ្ចៀនដ៏ចម្លែកមួយបើតាមគាត់ដឹងចិញ្ចៀននោះគឺភាគច្រើនជាចិញ្ចៀនដែលគ្រូអាគមតែងតែប្រើប្រាស់វាគឺមិនមែនជាចិញ្ចៀនសម្រាប់ពាក់លម្អធម្មតានោះទេឃើញបែបនេះគាត់ក៏បានធ្វើការសួរនាំទៅកាន់ក្រុមគ្រួសាររបស់នាងរីថាតើនាងរីបានចិញ្ចៀននេះមកពីណានៅពេលដែលក្រុមគ្រួសាររបស់នាងរីឬលោកអាចារ្យសួរបែបនេះពួកគេគឺមិនដឹងនោះទេពួកគេក៏មិនធ្លាប់បានឃើញចិញ្ចៀននេះមកពីមុនដែរទើបតែលោកអាចារ្យនិយាយនឹងទើបពួកគេចាប់អារម្មណ៍ប៉ុន្តែម្ដាយរបស់នាងរីបាននិយាយថាបើតាមគាត់ដឹងគឺចាប់ផ្ដើមមានចិញ្ចៀននេះតាំងពីពេលដែលនាងទៅជួបជាមួយនឹងលោកយាយគឹមមកម្លេះចឹងមានន័យថាប្រហែលជាចិញ្ចៀននេះគឺលោកយាយគឹមជាអ្នកឲ្យនាងនឹងឯងឲ្យនាងយកមកពាក់នៅជាប់ដៃរបស់នាងនៅពេលដែលបានលឺអញ្ចឹងធ្វើឲ្យលោកអាចារ្យដឹងថាការពិតទៅមូលហេតុដែលវិញ្ញាណព្រាយរបស់យាយគឹមអាចចូលសន្ធិដ្ឋនៅក្នុងខ្លួនរបស់នាងរីបានគឺដោយសារតែចិញ្ចៀនធ្មប់របស់គាត់នឹងឯងពេលនោះគាត់ក៏បានដោះចិញ្ចៀននោះចេញហើយប្រាប់ថាចិញ្ចៀននេះគឺជាប្រភពឬក៏មូលហេតុដែលធ្វើឲ្យព្រាយរបស់យាយគឹមអាចចូលទៅក្នុងខ្លួនរបស់នាងរីបានប៉ុន្តែនៅពេលនេះគាត់នឹងយកវាទៅកំទេចចោលចឹងហើយវិញ្ញាណព្រាយរបស់យាយគឹមនឹងមិនអាចចូលសន្ធិដ្ឋនៅក្នុងខ្លួនរបស់នាងរីបានបន្តទៅទៀតនោះទេចំណែកនាងរីវិញក៏ត្រូវបានសន្លប់បាត់ស្មារតីដោយសារតែពេលនេះនាងរីហាក់ដូចជាអស់កម្លាំងខ្លាំងពេកហើយលោកអាចារ្យដោយសារតែគាត់បានជួយដល់អ្នកភូមិពេញមួយព្រឹកទៅហើយគាត់ក៏ហាក់ដូចជាអស់កម្លាំងខ្លាំងដូចគ្នាដែរដូច្នេះគាត់ក៏បានធ្វើដំណើរត្រឡប់ទៅកាន់វត្តវិញដោយគាត់បានផ្ដាំផ្ញើថាបើសិនជាមានរឿងរ៉ាវអ្វីកើតឡើងគឺត្រូវតែប្រញាប់ទៅរកគាត់ភ្លាមនោះគាត់នឹងប្រញាប់មកជួយពួកគេវិញប៉ុន្តែថ្ងៃស្អែកគាត់ត្រូវមានកិច្ចការងារមួយសំខាន់ធ្វើជាចាំបាច់គាត់ចង់ចូលទៅក្នុងព្រៃកន្លែងខ្ទមរបស់យាយគឹមដើម្បីតាមរកសារសពរបស់យាយគឹមដើម្បីកំទេចចោលហេតុនេះហើយគាត់ត្រូវការកម្លាំងមនុស្សប្រុសជាច្រើននាក់ដើម្បីទៅជួយរកសារសពរបស់យាយគឹមចឹងស្អែកព្រឹកគឺត្រូវតែប្រមូលកម្លាំងមនុស្សប្រុសមកជួយគាត់ជាកំខានចំណែកលោកមេភូមិវិញគឺគាត់សន្យាថានឹងកេណ្ឌកម្លាំងមនុស្សប្រុសជាច្រើនដើម្បីទៅជួយលោកអាចារ្យស្របពេលដែលអ្នកភូមិប្រុសទាំងនោះក៏សុទ្ធតែស្ម័គ្រចិត្តដូចគ្នាដែរព្រោះតែនេះគឺជាភូមិនិងសុវត្ថិភាពរបស់ពួកគេចឹងពួកគេនឹងចូលរួមដោយអត់ពីចិត្តធ្វើយ៉ាងណាឲ្យតែអាចកម្ចាត់នូវវិញ្ញាណព្រាយរបស់យាយគឹមបានលុះដល់ពេលស្អែកព្រឹកឡើងចូលមកដល់លោកអាចារ្យជាមួយនឹងលោកឪក៏បាននិមន្តចូលទៅក្នុងព្រៃជាមួយនឹងអ្នកភូមិផងដែរគឺដើម្បីទៅស្វែងរកសាកសពរបស់យាយគឹមនិងបំផ្លាញចោលតែម្ដងព្រោះអីបើសិនជាទុកទៀតវិញ្ញាណរបស់គាត់ច្បាស់ជានៅធ្វើបាបអ្នកភូមិទៀតជាមិនខានហេតុនេះគឺត្រូវតែធ្វើការបូជានៃសាកសពរបស់គាត់ដើម្បីកុំឲ្យវិញ្ញាណរបស់គាត់ចេះតែមកធ្វើបាបអ្នកភូមិបន្តទៅទៀតប៉ុន្តែនៅពេលដែលធ្វើដំណើរទៅដល់ខ្ទមរបស់គាត់ទៅហើយក៏នៅតែរកគាត់មិនឃើញដែរទោះបីជាអ្នកភូមិព្យាយាមតាមស្វែងរកនៅបរិវេណជិតៗនេះក៏នៅតែរកមិនឃើញដូច្នេះព្រះចៅអេធិការបានប្រាប់ទៅកាន់លោកមេភូមិនិងលោកអាចារ្យថាត្រូវតែបែកផ្លូវគ្នាដើម្បីស្វែងរកធ្វើយ៉ាងណាគឺត្រូវតែរកឲ្យឃើញមុនពេលដែលមេឃងងឹតព្រោះអីបើសិនជាមេឃងងឹតហើយពួកគាត់គឺនៅតែនៅក្នុងព្រៃនេះបន្តទៅទៀតច្បាស់ជាត្រូវបានរងគ្រោះជាមិនខានហើយពួកគាត់ក៏បានបែកផ្លូវគ្នាដើម្បីស្វែងរកនៅសាកសពរបស់យាយគឹមនៅបរិវេណជុំវិញព្រៃនេះទាំងអស់តែម្ដងដែលពួកគាត់គឺបានបែងចែកជា3ក្រុមដោយមួយក្រុមទៅតាមលោកមេភូមិមួយក្រុមទៀតទៅតាមលោកអាចារ្យចំណែកឯមួយក្រុមទៀតគឺនៅជាមួយនឹងលោកតានឹងឯងដោយលោកតាមិនបានធ្វើដំណើរទៅណាឆ្ងាយនោះទេលោកតាបានគង់នៅចំមុខខ្ទមរបស់យាយគឹមតែម្ដងនិងរៀបចំធ្វើពិធីមួយ
ចំណែកឯលោកអាចារ្យនៅពេលដែលគាត់ធ្វើដំណើរជាមួយនឹងអ្នកភូមិតាមញ៉ាដោយកាន់តែឆ្ងាយទៅនៅពេលនោះសុកស្រាប់តែពួកគាត់ហាក់ដូចជាមានអារម្មណ៍ថាមេឃចាប់ផ្ដើមងងឹតចម្លែកខុសពីធម្មតាគឺដូចជាមេឃកំពុងតែរងភ្លៀងចឹងពួកខ្មៅចាប់ផ្ដើមគ្រប់ដណ្ដប់កន្លែងដែលពួកគាត់កំពុងតែនៅជាពិសេសក៏មានខ្យល់ឆ្លាំងយ៉ាងខ្លាំងផងដែរដែលធ្វើឲ្យអ្នកភូមិនឹងមិនដឹងថាតើមានរឿងអ្វីកើតឡើងនោះទេប៉ុន្តែសម្រាប់លោកអាចារ្យវិញក៏ដឹងច្បាស់ជាមានហេតុភេទអ្វីកើតឡើងមិនស្រួលជាមិនខាននៅពេលដែលខ្យល់កំពុងតែធ្លាក់យ៉ាងខ្លាំងរហូតធ្វើឲ្យគាត់ស្ទើរតែមើលអ្វីជុំវិញខ្លួនមិនបាននោះស្រាប់តែពួកគាត់បានឃើញថាគឺព្រះចៅអធិការបានមកជួបជាមួយនឹងពួកគាត់ហើយនឹងប្រាប់ឲ្យពួកគាត់ឆាប់នាំគ្នាត្រឡប់ទៅវិញព្រោះអីសាកសពរបស់យាយកឹមត្រូវបានរកឃើញហើយដូច្នេះត្រូវត្រឡប់ទៅវិញដើម្បីធ្វើពិធីបូជាវាតែម្ដងនៅពេលដែលបានឮសង្ឃដីការបស់ព្រះចៅអធិការមានសង្ឃដីកាបែបនេះធ្វើឲ្យអ្នកភូមិសប្បាយចិត្តយ៉ាងខ្លាំងគ្រប់គ្នាបំរុងនឹងដើរទៅរកព្រះចៅអធិការទៅហើយប៉ុន្តែត្រូវបានលោកអាចារ្យប្រាប់ថាកុំចូលទៅជិតឲ្យសោះព្រោះអីនេះគឺមិនមែនជាព្រះចៅអធិការនោះទេវាប្រហែលជាវិញ្ញាណខ្មោចព្រៃរបស់យាយកឹមបន្លំខ្លួនធ្វើជាព្រះចៅអធិការតែប៉ុណ្ណោះនៅពេលដែលឮចឹងធ្វើឲ្យអ្នកភូមិហាក់ដូចជាមានការថ្ញាក់ផ្អើលដែរព្រោះអីពួកគាត់បានឃើញថាគឺពិតជាព្រះចៅអធិការយ៉ាងពិតប្រាកដមែនហើយលោកអាចារ្យក៏បានប្រាប់ឲ្យអ្នកភូមិមកពីក្រោយខ្នងរបស់គាត់ហើយគាត់បាននិយាយថាកុំសង្ឃឹមថាឯងអាចមកបកប្រាស់យើងបានឲ្យសោះយើងដឹងថាឯងមិនមែនជាលោកតានោះទេទោះបីជាឯងខំប្រឹងសម្ដែងបកប្រាស់យើងយ៉ាងណាក៏ដោយក៏មិនអាចបន្លំភ្នែករបស់យើងបានដែរយើងរស់នៅជាមួយនឹងលោកតាជាច្រើនឆ្នាំមកហើយដូច្នេះគឺយើងបានដឹងអំពីលោកតាច្បាស់គ្រាន់តែយើងឃើញនឹងគឺដឹងថាមិនមែនបាត់ទៅហើយឯងច្បាស់ជាវិញ្ញាណព្រាយរបស់យាយកឹមជាមិនខានបន្ទាប់មកគាត់ក៏បានយកអង្ករដែលគាត់បានដាក់មកនៅក្នុងថង់យាមរបស់គាត់យកមកធ្វើការសូត្រមន្តគេថាបានមុតផ្លែតហើយគាត់ក៏បានបាចវាទៅលើរូបរាងកាយរបស់លោកតាតែម្ដងគ្រាន់តែគាត់បាចភ្លាមវាបានស្រែកខ្លាំងៗហើយបន្ទាប់មកវាក៏បានរលាយខ្លួនបាត់ទៅវិញគឺវិញ្ញាណរបស់វាបានរត់គេចខ្លួននឹងឯងនៅពេលដែលឃើញបែបនេះធ្វើឲ្យអ្នកភូមិចាប់ផ្ដើមមានការភ្ញាក់ផ្អើលព្រោះតែពួកគេមិននឹកស្មានថាវិញ្ញាណព្រីនឹងវាសាហាវនឹងខ្លាំងបែបនេះតតែសោះបែរជាមកបន្លំខ្លួនធ្វើជាលោកតាស្ទើរតែធ្វើឲ្យពួកគាត់នឹងចាំងបោកវាទៅហើយចំណែកលោកតាវិញបានផាកថាបើសិនជាវាបង្ហាញខ្លួននៅចិត្តនេះសាកសពរបស់វាជានៅចិត្តនេះជាមិនខានដូច្នេះពួកគាត់គឺត្រូវតែប្រញាប់ដើររកវាឲ្យឃើញមុនពេលមេឃងងឹតហើយគាត់នឹងធ្វើពិធីដើម្បីបូជាសពវាចោលដើម្បីកុំឲ្យវានៅបន្តធ្វើបាបអ្នកភូមិបន្តទៅទៀតបន្ទាប់ពីការស្វែងរករហូតដល់ម៉ោងប្រមាណជាង3រសៀលនឹងស្រាប់តែមានអ្នកភូមិម្នាក់បានប្រទះឃើញថានៅទីនេះគឺមានកន្លែងមួយគឺប្រៀបដូចជាលអាងភ្នំចឹងប៉ុន្តែគ្រាន់តែវាមិនសូវធំតែប៉ុណ្ណោះដូច្នេះពួកគេសង្ស័យថាអាចនឹងមានអ្វីមួយនៅក្នុងនោះពេលនោះពួកគាត់ក៏បាននាំគ្នាចូលទៅក្នុងលអាងភ្នំមួយហ្នឹងប៉ុន្តែលអាងភ្នំមួយហ្នឹងគឺមិនសូវជ្រៅប៉ុន្មាននោះទេវារៀងរាក់ហើយនៅពេលដែលពួកគាត់ធ្វើដំណើរចូលទៅក្នុងហ្នឹងស្រាប់តែបានឃើញថាតាមពិតសាកសពរបស់យាយកឹមគឺពិតជានៅក្នុងលអាងភ្នំមួយនេះពិតមែនដោយសាកសពរបស់គាត់នឹងកំពុងតែអង្គុយសមាធិនៅក្នុងលអាងភ្នំមួយនេះជាមួយនឹងរូបរាងនឹងគឺស្អុយរលួយបាត់ទៅហើយនៅពេលដែលឃើញចឹងពួកគាត់ក៏បានប្រញាប់នាំគ្នាចេញមកខាងក្រៅវិញដើម្បីយកសាច់រឿងមួយនេះប្រាប់ទៅកាន់លោកអាចារ្យភិនចំណែកលោកអាចារ្យភិនបន្ទាប់ពីដឹងថាការពិតសាកសពរបស់គាត់យកមកលាងនៅទីនេះពេលនោះលោកអាចារ្យក៏បានប្រញាប់ចូលទៅខាងក្នុងនិងប្រាប់ឲ្យគេយកចេញមកខាងក្រៅបន្ទាប់មកគាត់ក៏បានរៀបចំធ្វើពិធីដោយយកខ្សែអំបោះយកមកព័ទ្ធជុំវិញសាកសពមួយនេះបន្ទាប់មកគាត់ក៏បានចាក់ទឹកមន្តដែលគាត់បានសូត្រមន្តគេថារួចហើយទៅលើសាកសពភ្លាមនោះគាត់បានប្រាប់ឲ្យអ្នកភូមិនឹងយកអង្គងងាប់ជាច្រើនយកមកកលើសាកសពបន្ទាប់មកគាត់ក៏បានធ្វើការដុតសាកសពរបស់យាយកឹមនៅទីនេះតែម្ដងនៅពេលដែលគាត់ដុតសាកសពរបស់យាយកឹមភ្លាមពេលនោះក៏ស្រាប់តែគាត់បានឮសំឡេងស្រែកខ្លាំងៗដូចជាមានការឈឺចាប់បន្ទាប់មកមានផ្សៃនឹងខ្មៅហោះចេញពីសាកសពនេះចេញទៅបាត់តែម្ដងទៅដោយវាសម្ដៅចូលទៅក្នុងព្រៃជ្រៅប៉ុន្តែអាចារ្យគឺគាត់មិនហ៊ានតាមនោះទេដោយសារតែចូលទៅក្នុងព្រៃជ្រៅបែបនេះខ្លាចថាវានឹងអាចមានគ្រោះថ្នាក់ចឹងហើយបានជាគាត់បានត្រឹមតែបំផ្លាញសាកសពរបស់យាយកឹមតែប៉ុណ្ណោះដែលលោកអាចារ្យគិតថាមើលទៅវិញ្ញាណរបស់យាយកឹមក៏នៅតែមិនទាន់សាបរលាបនោះឡើយវានឹងคล้ายទៅជាព្រាយនៅក្នុងព្រៃមួយនេះតែម្ដងប៉ុន្តែយ៉ាងណាក៏ដោយក៏វាមិនហ៊ានចូលមកក្នុងភូមិធ្វើបាបអ្នកភូមិបន្តទៅទៀតដែរបន្ទាប់ពីសាកសពរបស់យាយកឹមត្រូវបានឆាក់ឡើងសក់រលាយអស់បាត់ទៅពួកគាត់បាននាំគ្នាបកត្រឡប់ទៅក្រោយវិញហើយក៏បានយកសាច់រឿងមួយនេះប្រាប់ទៅកាន់លោកមេភូមិហើយនឹងឯភូមិផ្សេងទៀតក៏ដូចជាព្រះចៅអធិការផងដែរបន្ទាប់មកព្រះចៅអធិការមានសង្ឃដីកាទៅកាន់អ្នកភូមិគ្រប់គ្នាថាចាប់តាំងពីពេលនេះតទៅអ្នកភូមិទាំងអស់នឹងលែងមានការគំរាមកំហែងពីព្រាយរបស់យាយកឹមទៀតហើយព្រោះតាមលោកដឹងគឺព្រាយរបស់យាយកឹមបានចូលទៅក្នុងព្រៃជ្រៅបាត់វានឹងមិនហ៊ានត្រឡប់មកក្នុងភូមិវិញបន្តទៅទៀតនោះទេជនពួកគាត់ទាំងអស់គ្នាក៏បាននាំគ្នាវិលចូលមកក្នុងភូមិវិញហើយនៅពេលដែលគ្រប់គ្នាវិលចូលមកដល់ក្នុងភូមិវិញបានឃើញថាអ្នកជំងឺដែលដេកឈឺដោយសារតែវិញ្ញាណព្រាយរបស់យាយកឹមធ្វើបាបហ្នឹងនៅពេលនេះពួកគេហាក់ដូចជាសះស្បើយដាច់ភឹងតែម្ដងនិយាយទៅគឺដូចជាគេបេះអញ្ចឹង
ពួកគេហាក់ដូចជាមានកម្លាំងកំហែងត្រឡប់មកធម្មតាវិញហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងដូច្នេះ admin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានសន្តាប់នៃសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ